រឿងអាលេវកាលពីព្រេងនាយមានបុរសម្នាក់ឈ្មោះអ្នកង៉េះប្រពន្ធឈ្មោះនាងងោះហើយមានកូនប្រុសម្នាក់ឈ្មោះអាលេវកូននោះលុះធំឡើងអាយុបាន7ឆ្នាំជាក្មេងមានប្រាជ្ញាវាដឹងថាឪពុកម្ដាយវាជាមនុស្សល្ងង់មិនចេះរកស៊ីអ្វីទើបបានជាក្រវាក៏និយាយនឹងឪពុកម្ដាយវាថាឥឡូវនេះយើងគ្មានមុខរបរធ្វើការរកស៊ីនឹងគេបានជាយើងក្របើដូច្នេះខែវស្សាយើងធ្វើស្រែខែប្រាំងយើងធ្វើចម្ការឯខ្ញុំនៅធ្វើការជាមួយនឹងឪឯងទុកម៉ែឲ្យនៅចាំផ្ទះបើខ្វះគ្រឿងហូបចុកអ្វីសឹមខ្ញុំមកយកទៅនៅស្រែបានយូរបន្តិចអាលេវនឹកចង់ស៊ីនំវាក៏រកវិធីបោកឪពុកដោយរកលេសថាវាត្រូវទៅផ្ទះយកម្លូស្លាមកហូបពេលទៅតាមផ្លូវមានវត្តមួយវាក៏ចូលទៅថ្វាយបង្គំលោកឲ្យកោសក់ឲ្យលុះដល់ជិតដល់ផ្ទះវាយកសំពត់ទទួលក្បាលហើយធ្វើជាយំប្រាប់ម្ដាយវាថាម៉ែពុកគាត់ស្លាប់បាត់ហើយលុះម្ដាយឮកូនថាដូច្នេះគាត់ក៏គក់ទ្រូងស្រែកយំអាឡោះអាល័យរៀបរាប់ពីការចាប់ដៃគ្នាបានជាប្តីប្រពន្ធអាលេវឃើញដូច្នេះក៏អង្វរលួងលោមម្ដាយថាអ្នកម៉ែអើយអ្នកកុំយំបើអ្នកចេះតែយំតើធ្វើមិនដេចនឹងបានធ្វើបុណ្យទានបញ្ជូនទៅឲ្យឪរំពេចនោះនាងងោះគាត់ក៏មនីធ្វើនំគមអន្សមនិងចំណីចំណុកផ្សេងទៀតឲ្យអាលេវរែកយកទៅធ្វើបុណ្យឲ្យឪពុកវាឯគាត់មិនបានទៅជាមួយកូនទេព្រោះគាត់ខ្លាចរំជួលចិត្តខ្លាំងអាលេវរែកនំចំណីទៅដល់កណ្ដាលផ្លូវក៏អង្គុយស៊ីនំលុះត្រាតែឆ្អែតទៅជិតដល់ខ្ទមស្រែវាធ្វើពុតជាយំម្ដងទៀតដើម្បីបោកឪពុកវាថាម្ដាយវាស្លាប់នៅឯស្រែបានយូរបន្តិចអាលេវចង់ផ្សំផ្គុំម៉ែឪវាឡើងវិញវាយកលេសប្រាប់ឪពុកវាថាគ្មានអ្នកបុកស្រូវដាំបាយដេរប៉ះខោអាវដូចនេះខ្ញុំនឹងរកប្រពន្ធឲ្យឪហើយគ្រាន់បានជួយជំនួសដៃជើងប្រកែកមិនឈ្នះកូនព្រមទាំងមានការអង្វរកពីកូនរាល់ថ្ងៃផងអ្នកង៉េះក៏យល់ព្រមទាំងទៅទាល់បោកឪពុកបានហើយអាលេវក៏ត្រឡប់ទៅផ្ទះម្ដាយវិញហើយបញ្ចុះបញ្ចូលម្ដាយឲ្យយកប្តីថ្មីតែត្រូវម្ដាយអាលេវប្រកែកមិនព្រមពេលនោះអាលេវលើកហេតុផលសមស្របរហូតដល់ម្ដាយប្រកែកមិនរួចអាលេវនឹកត្រេកអរក្នុងចិត្តថាតែប៉ុណ្ណេះអញបាននំស៊ីទៀតហើយសមតាមបំណងហើយអាលេវលាម៉ែទៅស្រែវិញដើម្បីប្រាប់ដំណឹងនេះដល់ឪពុកអ្នកង៉េះរកទិញរណ្ដាប់រណ្ដាសពមកនិងរកអ្នកភូមិជួយធ្វើនំចំណីត្រីសាច់ត្រៀមទុកជាស្រេចវាតែងតែនិយាយថាគូថ្មីរបស់ឪដូចម៉ែបេះបិទហើយមេបាអនុញ្ញាតឲ្យរៀបការតែពេលយប់មកដល់អាពាហ៍ពិពាហ៍ក៏ចាប់ផ្ដើមភ្ញៀវមកជួបជុំគ្នាគេជជែកគ្នាឮសូអ៊ូអអ្នកង៉េះនិងនាងងោះឮសំឡេងគ្នាទៅវិញទៅមកក៏កើតសង្ស័យថាសំឡេងនេះដូចសម្ដីប្តីប្រពន្ធអញពីមុនលុះសួរអ្នកស្រុកទៅគេដឹងថាជាអ្នកង៉េះនិងនាងងោះប្រកាសមែនដឹងថាម៉ែឪខឹងព្រឹកឡើងអាលេវរត់ទៅសុំលោកនៅវត្តវារកឧបាយកលបោកបញ្ឆោតលោកសង្ឃយកលុយទៀតវា
សន្យានឹងលោកសង្ឃថា ខ្ញុំកណានឹងរកស្រីក្រមុំរូបស្អាតមកឲ្យលោកបងនៅពេលលោកបងទៅជួបស្រីនោះសូមលោកបងយកចីពរទៅទូក្បាលហើយរងចាំក្នុងរោងមួយស្ងាត់ហើយងងឹតទៀត បន្ទាប់មកវាទៅបោកចិនអ្នកមានម្នាក់ថា ខ្ញុំនឹងរកស្រីក្រមុំល្អល្អឲ្យចឹកឯងតែត្រូវឲ្យលុយមុននៅពេលចូលទៅដេកនឹងស្រីនោះត្រូវទៅទូក្បាលឲ្យចិត្តនិងកុំនិយាយស្ដី ដល់ពេលប្រលប់អាលាវនាំចិននោះទៅដល់ក្បែររោងរួចខ្សឹបប្រាប់ថា ស្រីស្អាតនៅក្នុងរោងនេះ ចិននិងលោកសង្ឃស្ទុះទៅប្រចាំអោបគ្នាយ៉ាងស្អិតរមួតដោយលោកសង្ឃអត់ចង្ហាន់ល្ងាចមិនសូវមានកម្លាំងក៏ដួលដេកទៅលុះស្ទាបទៅអាចឹកលុកដៃទៅប៉ះពងស្វះរបស់លោកសង្ឃទើបដឹងថាជាប្រុសដូចគ្នាក៏កើតក្តីអៀនខ្មាស់មកដល់កត់វិញលោកឃើញអាលាវនៅចាំទេលុយជាស្រេចដំបូងលោកសង្ឃមិនព្រមឲ្យទេព្រោះយល់ថាអាលាវកុហកអាលាវគំរាមលោកសង្ឃខាងផ្លូវវិន័យសង្ឃខាងផ្លូវវិន័យច្បាប់តុលាការបើលោកនៅតែមិនព្រមឲ្យវានឹងទៅទូលលោកគ្រូធំឲ្យធ្វើទោសសង្ឃអង្គនោះភ័យទាល់ច្រកក៏ព្រមឲ្យលុយអាលាវមួយសំពាយធំអាលាវបានលុយក៏យកទៅឲ្យម៉ែឪវាអ្នកទាំងពីរបាត់ខឹងពីរឿងចាស់ឃើញលុយច្រើនយ៉ាងនេះអ្នកងេះសួរទៅកូនថា អាឡេវតើឯងបានលុយពីណា អាលាវឆ្លើយប្រាប់ថា ក្រអីសពតែប្រាក់គ្រាន់តែបង្ហាញគេខ្មាស់ឲ្យអ្នកផ្សារមើលទៅគេឲ្យលុយគ្រប់គ្នាបើឪចង់បានធ្វើសាកមើលទៅ អ្នកងេះជាមនុស្សឆោតល្ងង់ឮអាលាវថាដូច្នេះគាត់ក៏ធ្វើតាមអ្នកផ្សារឃើញក៏ដេញឈូចររត់មិនចង់រួចស្ទើរស្លាប់ស្ទើររស់ចៃដន្យមានជ្វាម្នាក់កំពុងដើរលក់អីវ៉ាន់ឃើញគេដេញដូច្នេះជ្វានោះក៏សួរទៅអាលាវវាប្រាប់ថា គេដេញក្តាន់បាក់ជើង ជ្វានឹកចង់ស៊ីសាច់ក្តាន់ក៏ផ្ញើសំពាយនឹងអាលាវហើយរត់ដេញនឹងគេដែរអាលាវបានសំពាយទ្រព្យរបស់កាលណាក៏បណ្ដោះផ្ទេឲ្យទៅម្ដាយយកទៅលក់ហើយវាគេចខ្លួនបាត់ជ្វាត្រឡប់មកវិញមិនឃើញអាលាវទៅដឹងច្បាស់ថាវាបោកបញ្ឆោតគាត់ហើយអាលាវគេចមកដល់ស្រុកឆ្ងាយជួបដូនចាស់ម្នាក់នាំចៅក្រមុំទៅស្រុកកំណើតអាលាវពេញចិត្តនឹងចៅក្រមុំគាត់ក៏បញ្ឆោតសុំយាយដោយសារទុកផងចៅទុកបានបន្តិចអាលាវក៏ហក់ថាភ្លេចកំបិតនៅមាត់ច្រាំង លោកយាយខ្ញុំភ្លេចកាំបិតនៅមាត់ច្រាំង រួចចៅទុកមកវិញហើយសុំឲ្យដូនចាស់ជួយឡើងគោកដើម្បីយកកាំបិតឲ្យខ្លួនពេលដូនចាស់ឡើងដល់លើគោកអាលាវក៏ចៅទុកនាំចៅក្រមុំគាត់ចេញទៅយ៉ាងលឿនចៅក្រមុំរបស់ដូនចាស់យំសោកសៅអាណិតយាយរបស់នាងប៉ុន្តែអាលាវលួងលោមតល់តែនាងទន់ចិត្តថា ព្រោះតែបងស្រឡាញ់អូនខ្លាំងពេកទើបដាច់ចិត្តពង្រត់អូនមកបែបនេះចាំលោកយាយគាត់បាត់ខឹងសុំយើងត្រឡប់ទៅជួបលោកយាយវិញ នាងក្រមុំស្ដាប់បានហើយក៏ព្រមទទួលអាលាវជាស្វាមីយល់ចិត្តគ្នាស្និទ្ធស្នាលស្នេហាយ៉ាងផ្អែមល្ហែមអាលាវធ្វើដំណើរទៅមុខទៀតបានជួបចៅ500នាក់បំរុងប្លន់អាលាវអួតប្រាប់ចៅថា ខ្ញុំខ្លាំងពូកែខាងមន្តអាគម ពួកចៅជឿក៏សុំរៀនវិជ្ជាពីអាលាវទើបពួកគេនាំគ្នាទៅរកកន្លែងរៀនទៅដល់កោះមួយវាប្រាប់ឲ្យជីកស្រះមួយយ៉ាងធំហើយរៀបចំពិធីតាមវាបញ្ជាបន្ទាប់មកវាឲ្យចៅកោសក់ទាំងអស់គ្នាស្រាតសំពត់ហើយចុះទៅមុជទឹក
ដោយសូត្របាលីអត់ដង្ហើមម្នាក់7ចប់បើចង់ពូកែឆាប់ត្រូវធ្វើព្រមគ្នាគឺមុជនឹងងើបឲ្យស្មើគ្នាពេលនោះអាឡេវទៅខ្សឹបប្រាប់ប្រពន្ធថាអូនយើងត្រៀមចេញដំណើរលុះដឹងថាអាឡេវបោកហើយចៅទាំង500នាក់បានរកឈើឫស្សីធ្វើក្បូនឆ្លងមកចំណែកអាឡេវនិងប្រពន្ធលើកក្តោងចេញសំពៅទៅធ្វើដំណើរបានមួយយប់មួយថ្ងៃទើបដល់ភូមិមួយដែលមានសុទ្ធតែមនុស្សស្រីអាឡេវដឹងថាជាភូមិក្រុមចៅក៏បោកប្រពន្ធចៅដោយតាំងខ្លួនធ្វើជាគ្រូទាយអាឡេវបានទាយប្រាប់ប្រពន្ធចៅថាភូមិនេះមានឧត្តបាតចង្រៃព្រោះនៅពេលយប់មានព្រាយក្បាលត្រងោលអាក្រាតកាយរត់ចូលផ្ទះបើឃើញដូច្នេះត្រូវរកប្រនងដំបងវាយកុំឲ្យចូលបានទំរំដឹងថាជាប្តីជាឪពុកចៅទាំងអស់ត្រូវទ្រាំខ្លួនខ្លះដួលសន្លប់ខ្លះរបួសពិការរៀងខ្លួនអាឡេវបើកសំពៅទៅស្រុកប្រពន្ធវិញបានជួបនឹងជីដូនក៏សំពះសុំទោសហើយប្រគល់ទ្រព្យសម្បត្តិក្នុងសំពៅទាំងប៉ុន្មានជូនជីដូនទាំងអស់អាឡេវរៀបចំសង់ផ្ទះរកខ្ញុំកំដរឲ្យបំរើជីដូននិងប្រពន្ធលុះយូរបន្តិចមកវាក៏លាប្រពន្ធនិងជីដូនក្មេកទៅសួររកឪពុកម្ដាយអាឡេវវិចតែប្រាក់និងស្បៀងសម្រាប់ស៊ីតាមផ្លូវវាធ្វើដំណើរទៅដល់ផ្ទះឪពុកម្ដាយបង្កើតហើយអាឡេវយកប្រាក់ជូនគាត់យ៉ាងច្រើនអាឡេវនៅផ្ទះបាន2-3ថ្ងៃក៏ចេញដើរទៅស្រុកធំវាចូលមើលវាំងមើលផ្ទះមន្ត្រីសេដ្ឋីមួយនោះមានទ្រព្យសម្បូរហូរហៀហើយមានកូនក្រមុំម្នាក់ស្អាតអស្ចារ្យអាឡេវមានចិត្តស្រឡាញ់កូនសេដ្ឋីហើយក៏សុំខ្លួននៅបម្រើសេដ្ឋីដូចជាកូនក្មួយសេដ្ឋីអាណិតអាឡេវគាត់ក៏យល់ព្រមអាឡេវខិតខំធ្វើការងារណាស់រហូតទាល់តែសេដ្ឋីបាក់ចិត្តស្រឡាញ់វាយ៉ាងខ្លាំងនៅពេលទៅគាល់ស្ដេចសេដ្ឋីតែងតែយកអាឡេវទៅជាមួយដែរអាឡេវធ្វើសម្បត្តិបញ្ជីឈ្មោះមន្ត្រីទាំងអស់សុទ្ធតែជំពាក់ប្រាក់អាឡេវពេលសេដ្ឋីនិងប្រពន្ធបានឃើញក៏នាំគ្នាគិតថាអាឡេវមានទ្រព្យសម្បត្តិច្រើនក៏លើកកូនក្រមុំផ្សំផ្គុំឲ្យអាឡេវហើយរៀបចំមង្គលការយ៉ាងសមរម្យសម្រាប់តែញាតិជិតខាងប៉ុណ្ណោះម្ដងនេះទើបអាឡេវធ្វើបញ្ជីជំពាក់ប្រាក់មែនទែនដល់ចូលគាល់ព្រះរាជាអាឡេវភ្នាល់ជាមួយមន្ត្រីទាំងអស់ពេលសម្រាកអាឡេវអួតថាខ្លួនអាចប្រើកូនក្រមុំសេដ្ឋីឲ្យយកស្លាម្លូមកឲ្យស៊ីបានពួកមន្ត្រីមិនជឿក៏ភ្នាល់ជាមួយអាឡេវប្រសិនបើប្រើកូនសេដ្ឋីបានមែននោះគេនឹងឲ្យអាឡេវខ្លះឲ្យជាមាសខ្លះឲ្យជាប្រាក់ខ្លះឲ្យជាសេះនិងជាដំរីជាដើមអាឡេវក៏ប្រើឲ្យគេទៅប្រាប់កូនសេដ្ឋីនាងក៏យកម្លូស្លាមកឲ្យប្តីដល់ក្នុងវាំងមន្ត្រីទាំងអស់ចាញ់ភ្នាល់ត្រូវប្រគល់ទ្រព្យរបស់ខ្លួនឲ្យទៅអាឡេវទាំងអាម៉ាស់អាឡេវបានទ្រព្យជាច្រើនដឹកជញ្ជូនយកមកទុកក្នុងឃ្លាំងរបស់លោកសេដ្ឋីធ្វើឲ្យសេដ្ឋីនិងភរិយារឹតតែពេញចិត្តកូនប្រសាធ្វើឡើងពេលលោកសេដ្ឋីជាឪពុកក្មេកចាស់ជរាទៅអាឡេវបានឡើងធ្វើជាសេដ្ឋីនៅក្នុងស្រុកនោះគេមានទ្រព្យសម្បត្តិមានកិត្តិយសដោយសារតែភាពឆ្លាតវៃរបស់ខ្លួនរឿងក្រពើញីផើមចង់ស៊ីថ្លើមស្វាមានរឿងព្រេងមួយដំណាលមកថាព្រះពុទ្ធជាម្ចាស់នៅក្នុងពេលវេលាសាងបញ្ញាបារមីព្រះអង្គអន្ទោលជាតិកើតជាសត្វពេណោ
ប្រកបដោយកម្លាំងខ្លាំងក្លាណាស់ទីដែលសត្វពីណូរស់នៅក្នុងព្រៃក្បែរមាត់ទឹកនោះមានកោះមួយសម្បូរទៅដោយផ្លែឈើគ្រប់មុខប៉ុន្តែពីណូផ្សេងទៀតមិនអាចឆ្លងទៅទីកោះនោះបានឡើយព្រោះគ្មានប្រាជ្ញាវៃឆ្លាតនិងកម្លាំងលើសលប់ដូចអង្គព្រះពោធិសត្វទេចំណែកអង្គមហាពេណូវិញរកមធ្យោបាយឆ្លងទៅទីនោះទាល់តែបាននៅកណ្ដាលទឹកមានថ្មមួយដុំដែលពេណូអាចលោតទៅជាន់ហើយពឹងកម្លាំងហក់ផ្លោះទឹកទៅដល់កោះបានស្ដេចពេណូតែងតែហក់ឆ្លងទៅបេះផ្លែឈើលើកោះស៊ីទាល់តែឆ្អែតទៅត្រឡប់មកវិញជារៀងរាល់ថ្ងៃនៅក្នុងស្ទឹងនោះដែរមានក្រពើពីរញីឈ្មោលជាប្តីប្រពន្ធនឹងគ្នាក្រពើទាំងពីរនេះអាស្រ័យនៅក្នុងរូងថ្មក្រោមស្ទឹងជាសុខស្រួលណាស់លុះក្រោយមកក្រពើញីផើមក៏មានចិត្តចម្លែកនៅមិនសុខគឺក្រពើញីឃ្លានចង់ស៊ីថ្លើមមហាពេណូទើបគេរករឿងរំអុកក្រពើឈ្មោលជាប្តីឲ្យចាប់មហាពេណូយកថ្លើមមកឲ្យខ្លួនស៊ីឲ្យបានបើមិនបានស៊ីថ្លើមពេណូទេខ្លួនច្បាស់ជាស្លាប់មិនខានព្រោះឃ្លានខ្លាំងណាស់ក្រពើឈ្មោលអាណិតប្រពន្ធដែលទៅតែមានកូនដំបងទើបគេលួងលោមប្រពន្ធឲ្យរងចាំសិនខ្លួននឹងរកល្បិចចាប់មហាពេណូយកថ្លើមមកឲ្យប្រពន្ធស៊ីទាល់តែបានក្រពើញីឮហើយសប្បាយចិត្តណាស់ក៏ឈប់រករឿងប្តីគេយល់ព្រមនៅរងចាំប្តីរកល្បិចចាប់ពេណូក្រពើឈ្មោលតាមលោកមើលមហាពេណូជារៀងរាល់ថ្ងៃទើបដឹងថាពេណូចំណាំឆ្លងទៅកោះរកបេះផ្លែឈើមិនដែលខានទេហើយពេណូត្រូវតែហក់ជាន់ថ្មមួយដុំដែលស្ថិតនៅកណ្ដាលទឹកស្ទឹងនោះក្រពើឈ្មោលចំណាំសពគ្រប់ហើយក៏នឹករកមធ្យោបាយទឹកដេកសម្ដិលក្រាបពីលើផ្ទាំងថ្មខ្លែងធ្វើជាដុំថ្មនោះមហាពេណូបេះផ្លែឈើស៊ីឆ្អែតហើយបំរុងត្រឡប់មកទីស្នាក់អាស្រ័យរបស់ខ្លួនវិញប៉ុន្តែពេណូមើលពីចម្ងាយឃើញផ្ទាំងថ្មនោះដូចជាខ្ពស់ប្លែកខុសធម្មតាក៏កើតក្តីសង្ស័យតើពេណូខ្លាញ់និយាយជាមួយផ្ទាំងថ្មពេលនោះមហាពេណូសួរផ្ទាំងថ្មថាថ្ងៃនេះហេតុអ្វីក៏ថ្មឯងដូចជាខ្ពស់ប្លែកខុសពីមុនយើងចំណាំបានថាសពដងឯងខ្ពស់ពីទឹកបន្តិចប៉ុណ្ណោះក្រពើឈ្មោលខំសំងំស្ងៀមមិនហ៊ានឆ្លើយតបទេព្រោះគេខ្លាចពេណូដឹងពេណូសួរម្ដងហើយម្ដងទៀតគម្រប់ជា3ដងក្រពើឈ្មោលគិតថាប្រហែលជាផ្ទាំងថ្មនេះចេះនិយាយឆ្លើយឆ្លងជាមួយពេណូហើយតើពេណូសួរដដែលបែបនេះប៉ុន្តែឥឡូវនេះដោយសារខ្លួនមកសង្កត់ពីលើទៅផ្ទាំងថ្មឆ្លើយមិនរួចក្រពើឈ្មោលខំឆ្លើយតបទៅមហាពេណូវិញថាខ្ញុំគឺជាផ្ទាំងថ្មដែលអ្នកហក់ជាន់រាល់ថ្ងៃនឹងហើយគ្រាន់តែពេលនេះអ្នកមើលទៅដូចជាប្លែកដោយសារទឹកស្រកបន្តិចអ្នកហក់មកជាន់ខ្ញុំដូចសពដងចុះមហាពេណូបានដឹងការពិតហើយឆ្លើយតបភ្លាមថាមនាលក្រពើតើឯងមានបំណងអ្វីមកខ្លែងកុហកយើងបែបនេះការពិតផ្ទាំងថ្មមិនចេះឆ្លើយតបជាមួយនឹងយើងទេយើងគ្រាន់តែសាកល្បងឲ្យដឹងរឿងតែប៉ុណ្ណោះក្រពើអស់ផ្លូវកុហកក៏ឆ្លើយប្រាប់តាមត្រង់ថាប្រពន្ធរបស់ខ្ញុំផើមចង់ស៊ីថ្លើមមហាពេណូឯងតើបយើងបន្លំខ្លួនដើម្បីចាប់ឯងយកថ្លើមទៅឲ្យប្រពន្ធយើងស៊ីពេណូឮដូច្នេះក៏ឆ្លើយតបវិញថារឿងនេះងាយទេបើឯងចង់ចាប់យើងយកថ្លើមឲ្យប្រពន្ធឯងស៊ីនោះមិនពិបាកអ្វីឡើយឯងបិទភ្នែកឲ្យជិតទៅរួចហាមាត់ឲ្យធំយើងនឹងហក់ចូលទៅក្នុងមាត់ឯងតែម្ដងក្រពើឈ្មោលហេតុតែល្ងងក៏ធ្វើតាមពាក្យពេណូប្រាប់ពេណូបានឱកាសល្អហើយក៏ហក់ជាន់លើខ្នងក្រពើផ្លោះឆ្លងទៅត្រើយម្ខាងទៀតបានយ៉ាងងាយស្រួលក្រពើឈ្មោលអស់សង្ឃឹមនឹងចាប់មហាពេណូបានទើបគេត្រឡប់មករូងរបស់ខ្លួនវិញហើយក៏អង្វរប្រពន្ធគេឲ្យលះបង់គំនិតចង់ស៊ីថ្លើមពេណូទៅព្រោះពេណូដឹងខ្លួនប៉ុណ្ណេះហើយគ្មានថ្ងៃអាចធ្វើអ្វីគេបានឡើយ
រឿងបុរសមានប្រពន្ធពីរមានរឿងដំណាលមកថានៅរាជធានីមួយមានដង្ខៅម្នាក់រូបរាងស្រស់សង្ហាមានទ្រព្យមាសប្រាក់ចាយមិនអស់ហើយលោកដង្ខៅមានភរិយាដល់ទៅ2នាក់ភរិយាទី1មានវ័យចំណាស់បន្តិចហើយចំណែកភរិយាទី2នៅក្មេងរូបរាងស្រស់សោភាគួរជាទីស្រឡាញ់លោកដង្ខៅស្រឡាញ់ពេញចិត្តភរិយាទាំងពីរស្មើគ្នាគាត់មិនមានលំអៀងទៅលើអ្នកណាម្នាក់ឡើយភរិយាទី1មានវ័យចំណាស់បន្តិចមែនប៉ុន្តែមានចរិតល្អទាំងកាយវិការចិត្តចេះស្រឡាញ់ថ្នាក់ថ្នមប្តីមិនឲ្យទាស់ចិត្តឡើយនាងស័ក្តិសមជាភរិយាគ្រប់លក្ខចំណែកភរិយាទី2វិញមានវ័យក្មេងនាងចេះបន្លែងលេងច្រៀងបំពេប្រឡំប្តីមិនឲ្យខ្នៅចិត្តឡើយនាងពូកែថ្នាក់ថ្នមលោមចិត្តទាំងថ្ងៃទាំងយប់ធ្វើឲ្យលោកដង្ខៅពេញចិត្តខ្លាំងណាស់ភរិយាទាំងពីរតែងតែណែបនិតចិត្តស្វាមីគោរពបម្រើយ៉ាងដិតដល់ចង់យកចិត្តស្វាមីរៀងខ្លួនភរិយាវ័យក្មេងខ្វាយខ្វល់ចិត្តខ្លាំងណាស់ខ្លាចអ្នកដតីថាប្តីចាស់មិនស័ក្តិសមនឹងខ្លួននាងព្រោះនាងនៅក្មេងស្រស់ស្អាតហេតុដូច្នេះហើយនាងខិតខំដកស្កូវប្តីដែលមានច្រើនលាយឡំនឹងសក់ពណ៌ខ្មៅចេញឲ្យអស់ដើម្បីឲ្យមើលទៅឃើញតែសក់ពណ៌ខ្មៅព្រោះនាងចង់ឃើញប្តីនៅក្មេងស្អាតស័ក្តិសមជាមួយនាងចំណែកភរិយាវ័យចំណាស់វិញពេលឃើញស្កូវប្តីដុសច្រើននាងសប្បាយចិត្តខ្លាំងណាស់ព្រោះនាងគិតថាបើប្តីមានសក់ស្កូវដូចនេះគឺស័ក្តិសមនឹងនាងហើយភរិយាទី1ក៏ខំប្រឹងដកសក់ណាដែលមានពណ៌ខ្មៅចេញឲ្យអស់ពីក្បាលប្តីរបស់នាងដើម្បីឲ្យមើលទៅឃើញតែសក់ពណ៌សប៉ុណ្ណោះរៀងរាល់ថ្ងៃភរិយាទាំង2នាក់ខំប្រឹងឆ្លាស់គ្នាដកសក់ប្តីមិនឈប់ឡើយពេលប្រពន្ធទាំងក្មេងទាំងចាស់ខំប្រឹងនាំគ្នាដកសក់ប្តីរៀងខ្លួនដូចនេះមិនយូរប៉ុន្មានលោកដង្ខៅក៏អស់សក់ពីក្បាលលោកដង្ខៅនៅសល់តែលលានិងស្បែករលុងស្រល់យ៉ាងថ្ងៃមួយលោកដង្ខៅឆ្លុះកញ្ចក់ឃើញក្បាលរបស់គាត់នៅសល់តែលលាដូចនេះគាត់នឹកតូចចិត្តខ្លាំងណាស់ព្រោះតែចង់ផ្គាប់ចិត្តភរិយាទាំងពីរឲ្យគាត់ចិត្តរៀងខ្លួនទីបំផុតសូម្បីតែសក់មួយសរសៃក៏មិនសល់ដែរខ្លឹមសារនៅក្នុងរឿងនេះគឺបើសិនជាយើងគិតតែពីការបរិច្ចាគដើម្បីបំពេញចិត្តមនុស្សគ្រប់រូបនោះគឺមិនមែនជាការងាយនោះទេព្រោះនៅទីបំផុតយើងប្រកាសជាគ្មានសល់អ្វីសេសសល់សម្រាប់បរិច្ចាគទៀតឡើយរឿងមនុស្ស2នាក់នៅផ្ទះជិតគ្នាកាលពីព្រេងនាយមានបុរស2នាក់នៅផ្ទះជិតគ្នាថ្ងៃមួយអ្នកទាំងពីរបបួលគ្នាទៅដាក់អន្ទាក់សត្វពួកគេរៀបចំអន្ទាក់រួចរាល់ដល់ថ្ងៃរសៀលក៏នាំគ្នាធ្វើដំណើរចូលទៅក្នុងព្រៃធំដែលជាទីសម្បូរសត្វធំតូចរស់នៅមកដល់ក្នុងព្រៃបុរសទាំង2នាក់រកមើលកន្លែងដែលសមទំនងអាចដាក់អន្ទាក់បានបុរសម្នាក់និយាយថាខ្ញុំនឹងដាក់អន្ទាក់នៅគល់ឈើនេះហើយព្រោះដើមឈើនេះមានផ្លែយប់សត្វតែងតែមករកស៊ីផ្លែឈើបុរសម្នាក់ទៀតចង់ដាក់អន្ទាក់នៅគល់ឈើដែរប៉ុន្តែឃើញបុរសអ្នកជិតខាងដាក់អន្ទាក់រួចហើយក៏គេយកអន្ទាក់ទៅដាក់នៅចុងឈើវិញបុរសទាំងពីរត្រឡប់មកផ្ទះរៀងខ្លួនពេលយប់បុរសដាក់អន្ទាក់នៅចុងឈើគិតជាមួយប្រពន្ធថាតាំងពីដូនតាមកមិនដែលឮអ្នកណាដាក់អន្ទាក់នៅលើចុងឈើឲ្យជាប់សត្វជើង4ដើរនៅលើដីនោះទេដូច្នេះយើងត្រូវភ្ញាក់ពីពេលមន់រងាវទៅមើលអន្ទាក់ឲ្យបានមុនគេបើសត្វជាប់អន្ទាក់គេនៅលើដីនោះយើងដោះសត្វនោះយកទៅចងនឹងអន្ទាក់យើងនៅឯចុងឈើវិញដីប្រពន្ធគិតគ្នារួចហើយ
នាំគ្នាទៅដេកលុះដល់ព្រឹកឡើងនាំគ្នាទៅមើលអន្ទាក់ឃើញក្តាន់មួយជាប់អន្ទាក់នៅដីមែនបុរសនោះក៏ដោះក្តាន់យកទៅចងនឹងអន្ទាក់របស់ខ្លួននៅចុងឈើរួចគាត់ក៏ដំឡើងអន្ទាក់នៅដីឲ្យដូចដើមវិញពេលថ្ងៃរះភ្លឺច្បាស់អ្នកដែលដាក់អន្ទាក់នៅដីមកស្រែកហៅអ្នកដាក់អន្ទាក់នៅចុងឈើឲ្យទៅមើលអន្ទាក់បុរសដាក់អន្ទាក់ចុងឈើឆ្លើយថា មិនបាច់ប្រញាប់ពេកទេព្រោះអន្ទាក់ខ្ញុំនៅចុងឈើមិនសង្ឃឹមបានសត្វទេមានតែអន្ទាក់របស់អ្នកនៅឯដីទើបសង្ឃឹមជាងខ្ញុំបើបានសត្វចែកគ្នាស៊ីផងប៉ុន្តែទាំងអស់នេះគ្រាន់តែជាពាក្យចំអកប៉ុណ្ណោះព្រោះដឹងរឿងមុនទៅហើយលុះទៅដល់កន្លែងដាក់អន្ទាក់មិនឃើញសត្វជាប់នៅលើដីបែរជាជាប់អន្ទាក់នៅចុងឈើទៅវិញបុរសដែលដាក់អន្ទាក់នៅលើចុងឈើជាមនុស្សមានល្បិចកលច្រើនបានឡើងទៅដោះយកសត្វក្តាន់ហើយក៏ត្រឡប់ទៅផ្ទះវិញរៀងខ្លួនមកដល់ផ្ទះបុរសនោះពន្លះសាច់ក្តាន់ខ្លះយកទៅឲ្យសុភាសេកសុំឲ្យសុភាសេកជួយខ្លួនឲ្យឈ្នះក្តីបើសិនជាបុរសដែលដាក់អន្ទាក់នៅលើដីគាត់មិនសុខចិត្តមកប្តឹងតវ៉ាសុភាសេកបានសាច់ក្តាន់ជាសំណោកហើយក៏ឆ្លើយវិញថាមិនអីទេឯងទៅផ្ទះវិញរកមនុស្សស្លាឲ្យបានទាន់ព្រឹកនេះពេលវាមកប្តឹងអញបង្គាប់វាដូចនេះដែរបើវាមកមិនទាន់អញនឹងកាត់ក្តីឲ្យវាចាញ់ចំណែកអ្នកដែលដាក់អន្ទាក់នៅគល់ឈើពេលវិលមកដល់ផ្ទះវិញដកដង្ហើមធំដង្ហើមតូចនឹកមិនសុខចិត្តក៏យករឿងនេះទៅប្តឹងសុភាសេកបង្គាប់បុរសដែលដាក់អន្ទាក់នៅលើដីឲ្យរកមនុស្សស្លាមកឲ្យទាន់ពេលដូចគំនិតគ្រងទុកលុះព្រឹកឡើងបុរសដាក់អន្ទាក់ចុងឈើដែលបានត្រៀមទុកជាស្រេចក៏យកមនុស្សស្លាមកដល់មុនឯអ្នកដែលដាក់អន្ទាក់នៅលើដីដោយខ្លួនក្រលំបាកគ្មានប្រាក់ដើររកទិញមនុស្សស្លាមិនទាន់ភ័យខ្លាចចាញ់ក្តីហើយត្រូវគេយកទោសក៏រត់គេចចេញពីភូមិមួយទៅភូមិមួយទៀតបានជួបនឹងសុភាទុនសាយសាកសួរបុរសចង់ដឹងដំណើររឿងបុរសដែលដាក់អន្ទាក់នៅលើដីអង្វរសុភាទុនសាយឲ្យជួយដោះស្រាយរឿងក្តីនេះផងសុភាទុនសាយបានឆ្លើយថាណាហើយកុំភ័យចាំថ្ងៃរសៀលខ្ញុំនឹងនាំអ្នកទៅជួបសុភាសេកដល់ពេលរសៀលសុភាទុនសាយនិងបុរសដាក់អន្ទាក់លើដីនាំគ្នាទៅផ្ទះសុភាសេកស្រែកសួរថាម៉េចក៏យូរម្ល៉េះអ្នកឯងត្រូវចាញ់ក្តីគេហើយសុភាទុនសាយឆ្លើយវិញភ្លាមពួកខ្ញុំមកយូរយ៉ាងនេះព្រោះរវល់តែចាំមើលត្រីក្រាញ់ហើរឡើងស៊ីស្លឹកអំពិលសុភាសេកតបវិញថាតាំងពីជីដូនជីតាមកគ្មានអ្នកណាធ្លាប់ឃើញឬធ្លាប់ឮថាត្រីក្រាញ់អាចឡើងស៊ីស្លឹកអំពិលបានទេសុភាទុនសាយក៏ឆ្លើយភ្លាមតាំងពីជីដូនជីតាពីម៉ែឪបង្កើតមកក៏គ្មានអ្នកណាធ្លាប់ឮថាអន្ទាក់នៅលើដីមិនជាប់សត្វបែរជាទៅជាប់អន្ទាក់នៅចុងឈើទៅវិញហើយជាប់សត្វជើង4ទៀតផងអស់លោកអ្នកស្រុកធ្លាប់ឮដែរឬទេម្ដងនេះសុភាសេកបាត់មាត់ឈឹងលែងហ៊ានឆ្លើយព្រោះត្រូវសុភាទុនសាយដេញតាន់ជន់កែងសុភាទុនសាយក៏កាត់សេចក្តីឲ្យបុរសអន្ទាក់នៅលើដីឈ្នះក្តីនេះចំណែកសុភាសេកខ្មាស់គេខ្លាំងណាស់ដោយសារខ្លួនល្មោបចំនួនសាច់ក្តាន់កាត់ក្តីមិនត្រឹមត្រូវដោយពាក្យចាស់លោកពោលថាល្មោបឥតខ្មាស់វិនាសច្បាប់ចានាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលសន្តាប់នៅរឿងនិទានរបស់នាងខ្ញុំបើមានខុសឆ្គងអក្ខរាវិរុទ្ធឬលើសលួសពាក្យពេចន៍ត្រង់ចំណុចណានោះសូមបងប្អូនទាំងអស់គ្នាមេត្តាខន្តីអភ័យទោសសូមអរគុណសូមគោរពលារឿងក្រពើនិងចៅក្រម5នាក់នៅរដូវប្រាំងមួយទឹកត្រពាំងបឹងបួររីងខាស់អស់ពេលនោះមានក្រពើមួយក្បាលវាឡើងពីបឹងទាំងទឹកភ្នែកហូររហាមលុះវាទៅដល់ក្បែរផ្លូវរទេះវាបានជួបនឹងបុរសបររទេះម្នាក់ក្រពើអង្វរបរោះនោះថាខ្ញុំដាច់ទឹកដាច់ចំណីយូរថ្ងៃហើយសូមលោកមេត្តាជួយយកខ្ញុំទៅដាក់ទន្លេផងបុរសអាណិតក្រពើទៅយល់ព្រម
គាត់ដាក់រទេះឲ្យក្រពើវាឡើងទៅក្រាបលើទូករទេះហើយយកខ្សែចងមាត់នឹងខ្លួនកុំឲ្យធ្លាក់រួចក៏បររទេះចេញទៅសំដៅទន្លេទៅដល់ទន្លេបុរសស្រែកខ្សែឲ្យក្រពើចុះទឹកក្រពើជាសត្វរមើលគុណបានត្រូវទឹកមានកម្លាំងបែរជាគំរាមចង់ស៊ីគោរបស់បុរសបរទេះនោះហើយធ្វើជាយកលេសថាបុរសនោះចងរឹតខ្លួនតឹងពេកស្ទើរដាច់ខ្យល់ស្លាប់ទៅហើយបុរសនោះមិនសុខចិត្តកំពុងតែជជែកគ្នាជាមួយនឹងក្រពើស្រាប់តែឃើញអ្នកនេសាទត្រីម្នាក់អុំទុកមកដល់បុរសបានពឹងអ្នកនេសាទនោះឲ្យធ្វើជាចៅក្រមដើម្បីជួយកាត់ក្តីអ្នកនេសាទឃើញក្រពើមានរូបរាងធំភ័យញ័ររន្ធត់គាត់នឹកក្នុងចិត្តថាបើអញកាត់សេចក្តីឲ្យក្រពើចាញ់មុខតែក្រពើគុំធ្វើបាបខំស៊ីអញមិនខានព្រោះខ្លួនរកស៊ីក្នុងទឹកគិតហើយក៏កាត់សេចក្តីឲ្យក្រពើឈ្នះអ្នកបរទេះមិនសុខចិត្តតាមការកាត់សេចក្តីរបស់អ្នកនេសាទទេគាត់បានដឹកគោទៅចងឆ្ងាយពីមាត់ទន្លេរំពេចនោះតាកំបុតដៃម្នាក់ដើរមកដល់ក្រពើនិងបុរសបានពឹងឲ្យតាជួយកាត់ក្តីឲ្យតាកំបុតដៃដឹងរឿងសពគ្រប់ហើយនឹកខឹងនឹងក្រពើដែលធ្លាប់ខាំគាត់កំបុតដៃនោះគាត់ក៏កាត់សេចក្តីឲ្យក្រពើចាញ់ក្រពើមិនសុខចិត្តវាស្ទុះឡើងគិតទៅខាំតាចៅក្រមនោះស៊ីពេលនោះតាក៏គេចចេញទៅមួយសន្ទុះក្រោយមកមានអន្សងមួយក្បាលវាឡើងមកពីទន្លេក្រពើហៅឲ្យមកជួយធ្វើចៅក្រមកាត់សេចក្តីឲ្យអន្សងជាមិត្តសម្លាញ់នឹងក្រពើវាបានស្ដាប់រឿងរ៉ាវនៃគូវិវាទហើយក៏កាត់ឲ្យបុរសបរទេះចាញ់ត្រូវឲ្យគោទៅក្រពើស៊ីនេះជាចៅក្រមទី3ដែលកាត់ក្តីលំអៀងព្រោះតែការស្រឡាញ់រាប់អានគ្នាអ្នកបរទេះមិនព្រមកំពុងតែជជែកតវ៉ាគ្នាមានស្វាមួយដើរចុះទៅផឹកទឹកទន្លេបុរសនិងក្រពើក៏ហៅស្វានោះឲ្យមកធ្វើជាចៅក្រមទៀតស្វាជាសត្វល្ងង់ម្ដងកាត់ឲ្យក្រពើឈ្នះម្ដងកាត់ឲ្យបុរសឈ្នះតាមតែអ្នកណាប្រាប់ថាឲ្យចំណីខ្លួនស៊ីច្រើនជាងធ្វើឲ្យក្រពើនិងបុរសមិនព្រមនឹងការកាត់ក្តីនេះទេចៅក្រមទី4នេះកាត់សេចក្តីលំអៀងព្រោះល្ងងហើយវង្វេងដោយចង់បានលៀបសក្ការៈអត់មិនបានគូវិវាទទាំងពីរដេញស្វាចូលព្រៃបាត់ពេលនោះថ្ងៃក៏កាន់តែរសៀលណាស់ទៅហើយក្រពើចេះតែកំញើញចង់ស៊ីគោរបស់បុរសស្រាប់តែមានទន្សាយមួយក្បាលលោតចេញពីព្រៃកំពតមកគូវិវាទទាំងពីរក៏អង្វរទន្សាយសុំឲ្យធ្វើជាចៅក្រមកាត់សេចក្តីឲ្យបុរសបរទេះនិងក្រពើលើកដៃសំពះអង្វរឲ្យទន្សាយកាត់សេចក្តីឲ្យព្រោះដឹងថាទន្សាយជាសត្វមានប្រាជ្ញាហើយកាន់ធម៌សច្ចៈពេលសួរដឹងរឿងរ៉ាវហើយទន្សាយឲ្យបុរសបរទេះចង់ក្រពើធ្វើតាមដំណើររឿងឲ្យខ្លួនមើលក្រពើប្រាប់ថាបុរសចងខ្លួនរឹតតឹងណាស់ទាល់តែចងឲ្យតឹងជាងនេះទើបត្រូវក្រោយពីចងក្រពើជាប់ហើយទន្សាយក៏ប្រាប់ទៅបុរសបរទេះថាពេលនេះក្រពើជាប់ចំណងហើយពូថៅនៅចង្កេះຕົកធ្វើអីទៀតសត្វរមើលគុណបែបនេះបុរសពេញចិត្តនឹងការកាត់សេចក្តីរបស់ទន្សាយខ្លាំងណាស់ក្រពើនោះក៏ត្រូវបុរសសម្លាប់យកសាច់ចែកអ្នកស្រុកបរិភោគទៅរឿងធនជ័យនៅពេលដែលធនជ័យចាប់កំណើតនាងជាម្ដាយយល់សពឃើញបេះដូងបេះបានទាំងផ្លែឃើញខែពេញបូរមីនាងបានទៅរកហោរាទុទាយប៉ុន្តែគ្រូហោរាមិននៅប្រពន្ធហោរាដឹងថានាង
នឹងមានកូនប្រុសដែលបានធ្វើជាស្ដេចប៉ុន្តែប្រពន្ធហោរាបែរជាទាយកុហកថានាងនឹងមានកូនប្រុសមួយដែលនឹងក្លាយទៅជាអ្នកបម្រើគេពេលដែលធនជ័យកើតបានអាយុ7ឆ្នាំវាចូលចិត្តទៅលេងក្បែរផ្ទះលោកសេដ្ឋីរាល់ថ្ងៃមួយប្រពន្ធសេដ្ឋីធ្វើជ្រុះត្រល់ត្បាញទៅក្រោមផ្ទះក៏ហៅធនជ័យឲ្យជួយរើសធនជ័យព្រមរឹតត្រល់ឲ្យប្រពន្ធសេដ្ឋីដូរជាមួយនឹងអំបុកទោះបីជាប្រពន្ធលោកសេដ្ឋីឲ្យអំបុកប៉ុន្មានក៏ធនជ័យនៅតែយំស្រែកថាតិចណាស់វាចង់បានអំបុកច្រើនសេដ្ឋីឮធនជ័យយំរហូតក៏ចេញមកសួរប្រពន្ធសេដ្ឋីក៏ប្រាប់រឿងរ៉ាវដល់ប្តីសពគ្រប់សេដ្ឋីក៏យកអំបុកមកដាក់ក្នុងចង្អេរយ៉ាងធំឲ្យមើលទៅឃើញច្រើនរួចហើយឲ្យធនជ័យរើសវារើសយកអំបុកក្នុងចង្អេរព្រោះមើលទៅឃើញច្រើនជាងក្នុងកញ្ជើពេលទៅដល់ផ្ទះឃើញអំបុកតិចតែធនជ័យដឹងថាវាចាញ់ប្រាជ្ញាសេដ្ឋីធនជ័យខឹងយ៉ាងខ្លាំងហើយប្រាប់ឲ្យម្ដាយនាំវាយកទៅបម្រើសេដ្ឋីដើម្បីខ្ចាញ់ខ្ចាលសេដ្ឋីវិញសេដ្ឋីជិះសេះទៅគាល់ព្រះរាជារាល់ថ្ងៃឲ្យធនជ័យកាន់ថាសស្លាដើរតាមក្រោយពេលសេដ្ឋីបន្ទោសរឿងវាដើរមិនទាន់គាត់ធនជ័យប្រាប់ថាមកពីវាខ្លាចជ្រុះប្រអប់ស្លានៅលើថាសសេដ្ឋីប្រាប់ឲ្យធនជ័យរត់ឲ្យទាន់សេះជ្រុះអ្វីក៏មិនបាច់រើសដែរធនជ័យរត់ទាល់តែជ្រុះប្រអប់ស្លាអស់លុះសេដ្ឋីទៅដល់សាលជួបជុំពួកមន្ត្រីរកប្រអប់ស្លាហូបមិនឃើញសេដ្ឋីបន្ទោសធនជ័យប្រាប់ថាថ្ងៃក្រោយជ្រុះរបស់អ្វីត្រូវតែឈប់រើសសិនលើកនេះធនជ័យឈប់រើសអាចសេះដែលជ្រុះតាមផ្លូវដាក់ពេញថង់ស្លារបស់សេដ្ឋីដល់ពេលសេដ្ឋីជួបជុំពួកមន្ត្រីហើយយកថង់ស្លាមកចែកគ្នាហូបឃើញសុទ្ធតែអាចសេះសេដ្ឋីខ្មាស់គេខ្លាំងណាស់សេដ្ឋីឈប់ឲ្យធនជ័យទៅជាមួយគាត់បញ្ជាឲ្យវាទៅចាំចំការវិញគោក្របីចូលស៊ីដំណាំក្នុងចំការអស់ធនជ័យដេកធ្វើប្រងើយមិនព្រមដេញគោក្របីទេពេលសេដ្ឋីហៅវាទៅសួរធនជ័យឆ្លើយថាសេដ្ឋីឲ្យវាចាំតែចំការមិនបានប្រាប់វាឲ្យដេញគោក្របីទេឥឡូវចំការនៅដដែលមិនបានបាត់ទៅណាឡើយសេដ្ឋីហួចចិត្តឲ្យធនជ័យទៅឃ្វាលគោម្ដងធនជ័យប្រាប់សេដ្ឋីថាវានៅតែម្នាក់ឯងគ្មានប្រពន្ធវាសុំគោញីទាំងអស់ធ្វើជាប្រពន្ធរបស់វាលុះដល់គោឈ្មោលអ្នកភូមិមករកពាក់គោញីវាចាប់ទុកទាំងអស់អ្នកភូមិទៅប្តឹងសេដ្ឋីគ្រប់គ្នាសេដ្ឋីក៏ឈប់ឲ្យធនជ័យឃ្វាលគោទៀតសេដ្ឋីឲ្យធនជ័យមកធ្វើការនៅផ្ទះវិញថ្ងៃមួយប្រពន្ធសេដ្ឋីឲ្យធនជ័យទៅហៅសេដ្ឋីមកផ្ទះហូបបាយសេដ្ឋីកំពុងអង្គុយជជែកគ្នាលេងជាមួយមន្ត្រីពេលធនជ័យស្រែកហៅឮខ្លាំងដូច្នេះគាត់ខ្មាស់គេក៏បន្ទោសធនជ័យហើយប្រាប់ថាថ្ងៃក្រោយមានការអ្វីឲ្យនិយាយតិចបានហើយឮសេដ្ឋីផ្ដាំបែបនេះដល់ថ្ងៃមួយភ្លើងឆេះផ្ទះសេដ្ឋីធនជ័យចូលទៅប្រាប់សេដ្ឋីខ្សឹបទម្រាំតែសេដ្ឋីស្ដាប់បានដេញធនជ័យឲ្យទៅជួយយករបស់ស្រាលកុំឲ្យភ្លើងឆេះវាទៅជញ្ជូនសពតែសម្បុកមន់ពេលដែលសេដ្ឋីដេញវាឲ្យទៅចាប់មេភ្លើងនាំឲ្យឆេះផ្ទះធនជ័យទៅចងចង្ក្រានយកមកឲ្យសេដ្ឋីហើយប្រាប់សេដ្ឋីថានេះហើយលោកសេដ្ឋីជាមេភ្លើងនាំឲ្យឆេះផ្ទះសេដ្ឋីទ្រាំលែងបានក៏យកធនជ័យទៅថ្វាយឲ្យនៅបម្រើព្រះរាជាសេដ្ឋីទូលថ្វាយព្រះរាជាថាធនជ័យមានប្រាជ្ញាហើយពូកែកុហកណាស់ព្រះរាជាចង់ដឹងប្រាជ្ញាធនជ័យក៏បញ្ជាឲ្យវាកុហកលបងមើលធនជ័យក៏ប្រាប់អាមាត្យឲ្យទៅយកក្បួនកុហកនៅផ្ទះរបស់វាប៉ុន្តែម្ដាយធនជ័យប្រាប់ថាគ្មានក្បួនកុហកទេពេលអាមាត្យត្រឡប់មកវិញវាប្រាប់ព្រះរាជាថានេះហើយពាក្យកុហករបស់ទូលព្រះបង្គំព្រះរាជារៀបល្បិចឲ្យពួកមន្ត្រីលាក់ពងមាន់រួចពេលមុជចុះក្នុងទឹកងើបមកវិញ
ស្រែកធ្វើដូចមន់ញីបានពងមួយថ្វាយព្រះរាជាដល់ពេលធនជ័យម្ដងវាគ្មានពងមន់ដូចគេក៏រងាវធ្វើជាមន់ឈ្មោលហើយទូលព្រះអង្គថាវាជាមន់ឈ្មោលគ្មានពងទេពេលព្រះអង្គឲ្យធនជ័យជិះដំរីដាក់ព្រះស្ងោយទៅឲ្យទាន់ព្រះអង្គជិះសេះប្រពៀតព្រៃវាដាក់ក្តោងផងដោលថ្នោលផងព្រោះដំរីចាស់ដើរយឺតណាស់ព្រះរាជាប្រើធនជ័យបោះសម្បុកពេញពីងក្រោមដំណាក់ពួកអ្នកម្នាងធនជ័យមិនចង់ឲ្យពួកអ្នកម្នាងដើរពីលើក្បាលរបស់វាក៏ខ្លែងធ្វើជាជេរពេញពីងធ្វើឲ្យពួកអ្នកម្នាងខឹងទៅទូលព្រះរាជាឈប់ឲ្យធនជ័យទៅបោះក្រោមដំណាក់ទៀតព្រះរាជានៅតែចង់លបងប្រាជ្ញាធនជ័យមិនព្រមឈប់ព្រះអង្គឲ្យធនជ័យរកមន់មកជល់ជាមួយមន់របស់ព្រះអង្គធនជ័យរកមន់មិនបានក៏ទៅយកកូនមន់មួយពីផ្ទះរបស់វាមកជល់ជាមួយមន់ព្រះរាជាកូនមន់រត់ត្រសល់ចូលក្រោមស្លាបមន់ជល់ស្មានថាមេរបស់វាធ្វើឲ្យមន់ជល់គិតតែរត់គេចធនជ័យស្រែកហៅថាមន់វាឈ្នះហើយព្រះរាជាខឹងណាស់តែមិនដឹងនិយាយយ៉ាងម៉េចព្រះរាជាឲ្យធនជ័យរកក្របីមកជល់ជាមួយព្រះអង្គម្ដងវាក៏ទៅយកកូនក្របីមកជល់ជាមួយក្របីព្រះរាជាដូចមុនកូនក្របីរត់ទៅត្បល់រកបៅដោះក្របីព្រះរាជាស្មានថាជាមេរបស់វាក្របីព្រះអង្គក៏រត់គេចចេញចាញ់កូនក្របីទៀតព្រះរាជាខឹងពេកបញ្ជាមិនឲ្យធនជ័យចូលក្នុងវាំងប៉ុន្តែវានៅតែរកវិធីនិយាយបង្អាប់ព្រះគ្រូចៅអធិការដែលត្រូវចូលទៅទេសនាក្នុងរាជវាំងឲ្យលោកខឹងទូលព្រះរាជាព្រះអង្គក៏ឲ្យអាមាត្យទៅនាំធនជ័យចូលវាំងសួរឲ្យដឹងរឿងធនជ័យក៏បានចូលវាំងដោយពាក្យវាបានអួតប្រាប់ពួកមន្ត្រីល្បីទៅដល់ស្រុកចិនថាស្រុកខ្មែរមានអ្នកប្រាជ្ញម្នាក់ឈ្មោះធនជ័យពូកែណាស់ស្ដេចស្រុកចិនក៏ឲ្យមន្ត្រីម្នាក់និងអ្នកប្រាជ្ញម្នាក់នាំសំពៅ500ផ្លែឪលឹក3មកឲ្យធនជ័យទាយបើទាយត្រូវស្ដេចស្រុកចិនប្រគល់សំពៅទាំងអស់ឲ្យស្ដេចស្រុកខ្មែរតែបើទាយមិនត្រូវស្ដេចស្រុកចិននឹងយកស្រុកខ្មែរជារណបធនជ័យមិនអាចទាយដឹងថាឪលឹកទាំង3នោះមានគ្រាប់ប៉ុន្មានទេគេក៏លោតទឹកសម្លាប់ខ្លួនហើយអណ្ដែតទៅដល់សំពៅចិនគេលបស្ដាប់ដឹងពីប្រស្នារបស់អ្នកប្រាជ្ញចិនហើយក៏ដោះប្រស្នាបានជោគជ័យពេលនោះស្ដេចចិនប្រគល់សំពៅទាំង500និងមនុស្សលើសំពៅទាំងអស់ឲ្យទៅស្ដេចខ្មែរព្រះរាជាឃើញធនជ័យមានប្រាជ្ញាពេកខ្លាចដណ្ដើមរាជក៏ឲ្យធនជ័យទៅនៅតាមដងទន្លេឆ្ងាយពីរាជវាំងពេលនោះអ្នកប្រាជ្ញចិនមកដាក់ប្រស្នាម្ដងទៀតតើព្រះរាជាឲ្យអាមាត្យទៅតាមធនជ័យមកវិញជួយដោះប្រស្នាធនជ័យយកឈ្នះលើអ្នកប្រាជ្ញចិនបានដូចមុនព្រះរាជាបានប្រទានប្រាក់រង្វាន់ឲ្យធនជ័យយ៉ាងច្រើនព្រោះគេបានជួយដល់នគរទាំងមូលឲ្យបានជ័យជំនះលើស្រុកចិនធនជ័យក៏បានដើរស្វែងរកនារីឆ្លាតវៃស័ក្តិសមជាស្រីមកធ្វើជាភរិយាគេបានជួបនារីរូបស្អាតម្នាក់ឈ្មោះសួស្ដីអ្នកទាំងពីរសុទ្ធតែឆ្លាតវៃដូចគ្នាពេលលបងប្រាជ្ញាគ្នាហើយក៏ពេញចិត្តរៀបការជាមួយគ្នារស់នៅយ៉ាងសុខសាន្តចា៎ទាំងអស់នេះគឺជារឿងរ៉ាវទាក់ទងនឹងប្រវត្តិរបស់អ្នកប្រាជ្ញស្រុកខ្មែរយើងឈ្មោះធនជ័យចា៎នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលស្ដាប់នៅរឿងនិទានរបស់នាងខ្ញុំបើមានខុសឆ្គងអក្ខរាវិរុទ្ធឬលើលួសពាក្យពេចន៍ត្រង់ណាសូមបងប្អូនទាំងអស់គ្នាមេត្តាខន្តីអភ័យទោសសូមអរគុណសូមគោរពលាក្នុងជីវិតបែបនេះរឿងអ្នកតាចាញ់ប្រាជ្ញាកសិករមានរឿងដំណាលមកថាមានគ្រួសារកសិករមួយរស់នៅតែ2នាក់ប្តីប្រពន្ធមិនទាន់មានកូនទេក
សិករ2នាក់ប្តីប្រពន្ធទៅដាំដំណាំលើដីរបស់ខ្លួនស្រាប់តែមានអ្នកតាមួយនៅព្រៃក្បែរនោះចេញមកសម្លុតកសិករថាណែវើយបរោះអ្វីនៅទីនេះសុទ្ធតែជារបស់យើងទាំងអស់បើឯងចង់ដាំដំណាំនៅទីនេះត្រូវតែចែកផលពាក់កណ្ដាលឲ្យយើងឮដូចនេះកសិករហួចចិត្តដីរបស់គាត់សោះបែរជាអ្នកតាមកទាមទារចែកផលទៅវិញប៉ុន្តែគាត់មិនប្រកែកទេកសិករឆ្លើយទៅអ្នកតាថាខ្ញុំសុខចិត្តចែកផលដំណាំតាមបំណងរបស់លោកម្ចាស់តើលោកម្ចាស់ឲ្យខ្ញុំចែករបៀបណាសូមលោកម្ចាស់ប្រាប់មកចុះខ្ញុំនឹងធ្វើតាមគ្រប់យ៉ាងឮហើយអ្នកតាឆ្លើយភ្លាមមិនបាច់គិតយូរយើងត្រូវចែកផលរបៀបនេះគឺផលណាដែលចេញផុតពីដីត្រូវបានទៅឯងចំណែកផលណាដែលកប់នៅក្នុងដីត្រូវបានមកជារបស់យើងកសិករយល់ព្រមតាមពាក្យសន្យារួចក៏នាំប្រពន្ធដាំស្រូវនៅទីនោះលុះដល់ពេលស្រូវទុំកសិករទាំងពីរនាក់ប្តីប្រពន្ធនាំគ្នាច្រូតស្រូវយកទៅបោកបែនទុកក្នុងជង្រុកចំណែកឫសស្រូវបានទៅអ្នកតាពេលនោះអ្នកតាខឹងខ្លាំងណាស់មកជួបកសិករម្ដងទៀតអ្នកតាមិនសុខចិត្តព្រោះការបែងចែករបៀបនេះគឺអ្នកតាដូចជាគ្មានបានអ្វីសោះមិនដឹងថាត្រូវយកឫសស្រូវនោះទៅធ្វើអ្វីបានជាប្រយោជន៍ទេអ្នកតាសម្លុតកសិករទាំងខឹងថាម្ដងនេះយើងមិនយកផលណានៅក្នុងដីទេយើងយកផលណាដែលចេញផុតពីក្នុងដីវិញកសិករយល់ព្រមតាមអ្នកតារហូតពេលនេះកសិករចាប់ផ្ដើមដាំសុទ្ធតែដំឡូងវិញម្ដងលុះដល់ពេលបានផលកសិករជីកយកមើមអស់ទុកតងនឹងស្លឹកដំឡូងឲ្យទៅអ្នកតាមិនសុខចិត្តទាមទារចែកផលគ្នាសាយជាថ្មីម្ដងទៀតលើកនេះអ្នកតាស្រែកប្រកាសខ្លាំងថាណែវើយអញឈប់ចាញ់បោកឯងទៀតហើយម្ដងនេះយើងត្រូវយកផលណានឹងកប់នៅក្នុងដីវិញឮដូច្នេះកសិករចាប់ផ្ដើមដាំពោតម្ដងកសិករជាមនុស្សឆ្លាតមិនចង់ជំទាស់ចិត្តអ្នកតាប៉ុន្តែគាត់រកវិធីត្រជាក់ដោះស្រាយបញ្ហាមិនឲ្យអ្នកតារករឿងគាត់បានដល់រដូវពោតមានផ្លែពេញដើមកសិករនាំប្រពន្ធបរទេសទៅចំការពោតបេះផ្លែពោតដាក់ពេញរទេះដោយសប្បាយរីករាយព្រោះពោតបានផលល្អហើយចំណែកដែលកសិករត្រូវបាននោះគឺភាគត្រង់ពាក់កណ្ដាលដើមនេះហើយចំណែកនោះគឺផ្លែពោតមកពីកសិករបានគិតរួចថាមានតែដំណាំពោតនេះទេដែលផលត្រូវបាននៅត្រង់ពាក់កណ្ដាលដើមហើយចំណែករបស់អ្នកតាដែលយកផលខាងចុងនិងផលក្នុងដីនោះគឺត្រូវបានផ្កាពោតនិងឫសពោតអ្នកតាទាល់គំនិតក៏លាន់មាត់ថាយីបុរសនេះពិតជាឆ្លាតមែនយើងចាញ់ប្រាជ្ញវាទៀតហើយចាប់ពីពេលនោះមកអ្នកតាក៏ឈប់ទៅរករឿងកសិកររហូតរឿងខ្មោចក្នុងដបមានដំណាលមកថាមានចៅមាណពម្នាក់រស់នៅភូមិជើងភ្នំមានភរិយារូបរាងសមសួនស្រស់ស្អាតស្វាមីភរិយាមួយគូនេះស្រឡាញ់គ្នាណាស់មាណពថ្នាក់ថ្នមភរិយាមិនឲ្យខ្នើសចិត្តឡើយរាល់ថ្ងៃមាណពចេញទៅកាប់ព្រៃយកដីដាំដំណាំចិញ្ចឹមជីវិតគ្រួសារនេះមានជីវភាពគ្រប់គ្រាន់រស់នៅយ៉ាងសុខសាន្តមានខ្មោចមួយអាស្រ័យនៅដើមឈើក្រោយផ្ទះមាណពបានឃើញនាងជាភរិយាមាណពមានរូបរាងស្អាតក៏កើតចិត្តស្រឡាញ់យ៉ាងខ្លាំងហើយរងចាំឱកាសល្អ
ដើម្បីប្រឡោមស្នេហ៍ជាមួយភរិយាមាណពថ្ងៃនេះមាណពទទួលបាយសំណុំពីភរិយាចេញទៅកាប់ព្រៃដូចសពដងខ្មោចនោះសប្បាយចិត្តណាស់ចាំឲ្យតែមាណពចេញទៅផុតដើម្បីសម្រេចបំណងរបស់ខ្លួនមាណពចេញទៅផុតខ្មោចនោះក៏ប្រែក្រឡាជាចៅមាណពហើយប្រាប់នាងជាភរិយាថាខ្លួនមិនសូវស្រួលខ្លួនតើបមិនចង់ទៅចំការវិញរួចក៏ចូលទៅរួមរស់ជាមួយនាងភរិយាទៅឯនាងភរិយាវិញមិនបានដឹងទេព្រោះខ្មោចក្រឡាខ្លួនដូចប្តីបេះបិទគ្មានខុសត្រង់ណាសោះនាងក៏រួមដំណេកនឹងខ្មោចនោះទៅចៅមាណពមានអារម្មណ៍មិនល្អក៏ចង់ត្រឡប់មកផ្ទះវិញពេលត្រឡប់មកដល់ផ្ទះស្រាប់តែឃើញភរិយាដេកនៅលើគ្រែជាមួយនឹងប្រុសផ្សេងដូច្នេះចៅមាណពខឹងខ្លាំងណាស់ព្រោះមិននឹកស្មានថាភរិយាមានគំនិតក្បត់ខ្លួនដូច្នេះមាណពក៏ស្ទុះចូលទៅក្នុងបន្ទប់ប្រតែយប្រតប់ជាមួយខ្មោចទាំងកំហឹងនាងជាភរិយាងឿងឆ្ងល់ខ្លាំងណាស់ព្រោះមិនដឹងថាអ្នកណាជាប្តីរបស់ខ្លួនទេខ្មោចដែលក្រឡាខ្លួនជាចៅមាណពបានអះអាងថាខ្លួនជាចៅមាណពចំណែកចៅមាណពក៏ប្រាប់ទៅភរិយាខ្លួនថាខ្លួនគឺជាចៅមាណពពិតប្រាកដដែរធ្វើឲ្យនាងភរិយាមិនដឹងទទួលយកអ្នកណាព្រោះមុខមាត់ដូចគ្នាបេះបិទមាណពនាំគ្នាទៅប្តឹងចៅក្រមក្នុងភូមិឲ្យជួយកាត់ក្តីរឿងនេះចៅក្រមភូមិក៏មិនអាចកាត់ក្តីបានព្រោះរកចំណាំមិនឃើញសោះពេលនោះលោកក៏បញ្ជូនរឿងក្តីនោះទៅឲ្យលោកអ្នកប្រាជ្ញជាចៅក្រមថ្នាក់លើកាត់ក្តីម្ដងលោកអ្នកប្រាជ្ញមានប្រាជ្ញាវាងវៃលោកអាចសម្គាល់បានថាមាណពម្នាក់ទៀតជាខ្មោចក្រឡាខ្លួនព្រោះភ្នែករបស់ខ្មោចគ្មានស្រមោលកូនក្រមុំទេហើយតែមានពណ៌ក្រហមខុសមនុស្សធម្មតាទើបលោករកល្បិចចាប់ខ្លួនខ្មោចនោះលោកអ្នកប្រាជ្ញយកដបមួយដាក់លើតុរួចប្រាប់មាណពទាំងពីរថាបើអ្នកណាជាចៅមាណពពិតប្រាកដទាល់តែអាចចូលទៅក្នុងដបតូចនេះបានចៅមាណពពិតប្រាកដគិតថាខ្លួនត្រូវចាញ់គេប្រាកដណាស់ព្រោះមិនដឹងធ្វើយ៉ាងណាចូលទៅក្នុងដបតូចដូចនេះបានទេចំណែកខ្មោចនោះត្រេកអរយ៉ាងខ្លាំងព្រោះខ្លួនអាចរំលាយខ្លួនដោយខ្យល់ចូលទៅក្នុងនោះបានខ្មោចនោះក៏តំណែងខ្លួនឲ្យតូចចូលទៅក្នុងដបលោកអ្នកប្រាជ្ញបានយកឆ្នុកមកបិទមាត់ដបជិតពេលនោះខ្មោចចេញមកវិញឡើងរួចគេក៏ស្រែកលាន់ខ្ទរគួរឲ្យខ្លាចមាណពនិងភរិយាព្រមទាំងអ្នកភូមិភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក៏ស្ងើចសរសើរប្រាជ្ញារបស់លោកអ្នកប្រាជ្ញដែលកាត់ក្តីឲ្យចៅមាណពដោយយុត្តិធម៌បំផុតមាណពស្ទុះទៅអោបភរិយាដោយត្រេកអរហើយមិនប្រកាន់ទោសនាងទេព្រោះនាងគ្មានគំនិតក្បត់ចិត្តប្តីឡើយប្តីប្រពន្ធទាំងពីរបានរស់នៅជាមួយគ្នាវិញយ៉ាងសុខសប្បាយលោកអ្នកប្រាជ្ញបញ្ជាឲ្យអ្នកបម្រើយកដបដាក់ព្រលឹងខ្មោចទៅបោះចោលនៅបាតស្ទឹងដើម្បីឃុំឃាំងព្រលឹងខ្មោចនោះនៅបាតស្ទឹងជារៀងរហូតទៅចាយើងឃើញថាលោកអ្នកប្រាជ្ញដែលជាចៅក្រមកាត់ក្តីយុត្តិធម៌នោះពិតជាមានប្រាជ្ញាឆ្លៀសវៃមែនលោកបានចំណាំថាខ្មោចមិនមែនស្រមោលភ្នែកកូនក្រមុំទេហើយថែមទាំងមានកែវភ្នែកពណ៌ក្រហមជាងមនុស្សធម្មតាចាចំណែកចៅមាណពវិញក៏មិនប្រកាន់ទោសទៅនឹងប្រពន្ធដែរព្រោះគាត់គិតថាប្រពន្ធរបស់គាត់គ្មានចិត្តក្បត់គាត់ទេចានាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលស្ដាប់នៅរឿងនិទានរបស់នាងខ្ញុំបើមានខុសឆ្គងអក្ខរាវិរុទ្ធឬលើសលួសពាក្យពេចន៍ត្រង់ចំណុចណានោះសូមបងប្អូនទាំងអស់គ្នាមេត្តាខន្តីអភ័យទោសសូមបងប្អូនទាំងអស់គ្នាជួយចុចពាក្យ Subscribe និងរូបកណ្ដឹងដើម្បីទទួលបាននូវរឿងនិទានល្អៗជាច្រើនទៀតសូមអរគុណសូមគោរពលារឿងទន្សាយនិងខ្យងមានរឿងដំណាលថាកាលនោះមានទន្សាយមួយបានចុះទៅផឹកទឹកត្រពាំងពេលកំពុងផឹកមិនទាន់នឹងឆ្អែតផង
ក៏ប្រទះឃើញខ្យងមួយកំពុងបណ្ដែតខ្លួននៅលើផ្ទៃទឹកទុនសាយនឹកខ្ពើមនឹងសត្វខ្យងខ្លាំងណាស់វាក៏កិច្ចទៅផឹកទឹកនៅកន្លែងផ្សេងទៀតដែលស្ថិតនៅក្បែរនោះដែរខ្យងឃើញដូច្នេះក៏ស្រែកសួរទុនសាយថា ហេបងទុនសាយមកផឹកទឹកទីនេះសុំអ្នកណានឹង ឮដូច្នេះទុនសាយតបទៅវិញទាំងមិនសប្បាយចិត្តថា អ្នកខ្យងត្រពាំងនេះគ្មានម្ចាស់ទេតើយើងចាំបាច់សុំអ្នកណា ខ្យងឆ្លើយភ្លាមថា មិនក៏ថាទីនេះគ្មានម្ចាស់យើងជាអ្នកថែរក្សាទឹកត្រពាំងនេះយូរហើយបើបងចង់ផឹកទឹកត្រូវសុំយើងសិន ទុនសាយឮដូច្នេះកើតក្តីក្តៅក្រហាយហើយក៏ពោលចំអកថា អ្នកខ្យងឯងមិនដែលស្គាល់ទីវាលដីស្រែចំការឯណាឆ្ងាយផងខំយកមាត់ធ្វើជាជើងស្គាល់តែត្រពាំងទឹកប៉ុណ្ណឹងអួតខ្លួនឯងជាអ្នករក្សាទឹកនេះផង ខ្យងឆ្លើយតបវិញ ខ្ញុំគ្មានជើងមែនតែបើបងទុនសាយចង់ភ្នាល់រត់ប្រណាំងគ្នាខ្ញុំក៏មិនខ្លាចដែរ ទុនសាយខឹងខ្លាំងណាស់ព្រោះនរណាក៏ដឹងដែរថាខ្លួនជាអ្នកមានប្រាជ្ញាហើយរត់លឿនបំផុតទុនសាយក៏ឆ្លើយវិញថា ស្មានថាខ្ញុំខ្លាចឯងឬព្រឹកស្អែកយើងរត់ប្រណាំងគ្នា3ជុំត្រពាំងបើខ្ញុំចាញ់ឯងខ្ញុំជប់ផឹកទឹកត្រពាំងនេះរហូត ចំណែកខ្យងក៏សន្យាថាបើខ្លួនចាញ់ទុនសាយវាក៏ឈប់រស់នៅក្នុងទឹកត្រពាំងរហូតដែរពេលទុនសាយចេញទៅបាត់ខ្យងក៏ហៅគ្នាមកជំនុំថា យើងត្រូវរាយបណ្ដាក់គ្នានៅជុំវិញត្រពាំងបើលឺទុនសាយស្រែកហៅអ្នកនៅខាងមុខត្រូវឆ្លើយគូក ស្អែកឡើងទុនសាយក៏មកដល់ឃើញខ្យងចាំនៅកន្លែងណាត់ជួបគ្នារួចស្រេចមកជួបគ្នាភ្លាមទុនសាយនិងខ្យងក៏ចាប់ផ្ដើមរត់ប្រណាំងទុនសាយរត់បានមួយជុំត្រពាំងក៏ស្រែកបង្កកហៅខ្យងថា ណែវើយបងខ្យង ខ្យងមួយដែលនៅមុខទុនសាយក៏ស្រែកឡើងថា គូក ឮសំឡេងខ្យងឆ្លើយនៅខាងមុខខ្លួនបែបនេះទុនសាយស្មានថាខ្យងរត់លឿនជាងខ្លួនមែនក៏ខំប្រឹងរត់ពេញទំហឹងពេលទុនសាយរត់បានមួយជុំស្រែកហៅខ្យងម្ដងទៀតហើយក៏ឮសំឡេងគប់នៅខាងមុខវាដដែលទុនសាយចាញ់ល្បិចខ្យងស្មានថាខ្យងរត់លឿនជាងវាមែនទុនសាយខំបន្ថែមល្បឿនអស់ពីខ្លួនគ្រប់3ជុំមកដល់ទីណាត់ទុនសាយខកចិត្តយ៉ាងខ្លាំងព្រោះឃើញខ្យងនៅចាំមុនរួចជាស្រេចទុនសាយខ្មាស់ខ្យងក៏គេចចេញពីទីនោះហើយបដិញ្ញាឈប់ផឹកទឹកត្រពាំងរហូតមកដល់សពថ្ងៃនេះរឿងបុរសចេះថ្នាំពឹសពោះមានដំណើរថាមានថ្ងៃមួយបុរសម្នាក់មួយសុកធ្វើដំណើរទៅកាប់អុសនៅក្នុងព្រៃលុះទៅដល់គាត់ឃើញខ្លាធំមួយដេកស្លាប់នៅជើងដំបូកក្បែរច្រកផ្លូវចៅសុកពិនិត្យមើលហេតុសពគ្រប់ទៅឃើញថាខ្លានេះស្លាប់ដោយសារពស់ចឹកព្រោះនៅខាងក្រោមខ្លាមានរន្ធពស់ធំមួយបុរសនោះមានចិត្តសប្បុរសដល់សាកសពសត្វនោះណាស់ក៏ស្រែកថងយាមយកថ្នាំមកដោះលាបស្រឡាបឲ្យលុះបានមួយស្របក់ក្រោយមកខ្លាក៏ដឹងខ្លួនឡើងឃើញខ្លួនប្រឡាក់សុទ្ធតែថ្នាំដែលលាបក៏មានសេចក្តីទោមនស្សនឹងបុរសដែលលាបថ្នាំឲ្យហើយស្ដីឲ្យបុរសនោះថា ហេតុដូចម្ដេចបានជាអ្នកឯងហ៊ានយកអ្វីមកប្រឡាក់ខ្លួនឯងយ៉ាងនេះ បុរសនោះឆ្លើយទាំងភ័យថា យើងដើរមកបានឃើញបងឯងស្លាប់ដោយសារពស់ចឹកហើយយើងដុសថ្នាំស្រឡាបលាបឲ្យបងរស់ទេតើអញមានស្លាប់អីពស់មានចឹកអញពីណាមកអញកំពុងតែដេកលក់ស្រួលទេតើបើដូច្នេះអញត្រូវប្រហារជីវិតឯងធ្វើជាអាហារហើយ ចៅសុកមានការតក់ស្លុតនឹងសេចក្តីស្លាប់ជាខ្លាំងក៏អង្វរខ្លាថា បងអើយអាណិតយើងផងបងកុំអាលពីឃាតយើងក្នុងគ្រានេះ
ចាំយើងទៅរកអ្នកប្រាជ្ញណាឲ្យគេជំនុំជម្រះឲ្យបើរកទៅឃើញថាយើងខុសសូមបងប្រហារជីវិតយើងបើយើងត្រូវទុកជីវិតឲ្យយើង ខ្លាក៏ព្រមតាមសេចក្តីអង្វររបស់ចៅសុកដើរទៅក៏ជួបប្រទះនឹងសត្វសេះនិងក្របីនៅក្បែរផ្លូវក៏និយាយរៀបរាប់ថា បងទាំងពីរអាណិតជួយយកអាយុយើងផងព្រោះខ្លាដែលពូជចឹកបានរស់ឡើងវិញដោយសារយើងដាក់ថ្នាំឲ្យតែវាប្រាថ្នាប្រហារជីវិតយើងថាយើងធ្វើឲ្យវាភ្ញាក់ហើយធ្វើឲ្យប្រឡាក់ខ្លួនវាអស់ ឮហើយសេះនិងក្របីក៏បានគិតគ្នាថាតាមពិតទៅត្រូវតែកាត់សេចក្តីឲ្យបុរសនោះឈ្នះខ្លាប៉ុន្តែបើយើងឲ្យបុរសនោះឈ្នះទៅមុខជាខ្លាគុំគួននឹងស៊ីពួកយើងជាអាហារជាពុំខានរួចហើយក៏បែរទៅប្រាប់បុរសនោះថា បងឯងខុសមែនហើយត្រូវឲ្យខ្លាស៊ីទៅ ឮដូច្នេះចៅសុកក៏រឹតតែភិតភ័យខ្លាំងឡើងក៏លាសេះនឹងក្របីដើរយ៉ាងលឿនទៅទៀតលុះប្រទះនឹងសុភាទន្សាយចៅសុកក៏ប្តឹងតាមដំណើររឿងសុភាទន្សាយដឹងរឿងសពគ្រប់ហើយក៏ប្រាប់ទៅចៅសុកវិញថាចូលបងឯងទៅនិយាយអង្វរខ្លាទៀតទៅសំយើងទៅជួយតាមក្រោយគ្រាដែលបុរសនោះកំពុងជជែកនឹងខ្លាសុភាទន្សាយទៅដល់ក៏ធ្វើជាសួរដូចមិនដឹងរឿងថាបងឯងទាំងពីរនាក់ទាស់គ្នារឿងអ្វីនឹងខ្លានិងចៅសុកក៏បានប្តឹងតាមដំណើររៀងខ្លួនពេលនោះសុភាទន្សាយកាត់សេចក្តីថាបើដូច្នេះត្រូវបងខ្លាឯងទៅដេកត្រង់កន្លែងដដែលឲ្យយូរដូចមុនទៅបើដល់ពេលត្រូវភ្ញាក់ហើយពុំស្លាប់ទេសំបងឯងមកពិឃាតមនុស្សនេះធ្វើជាអាហារចុះយើងធ្វើជាសាក្សីឮទន្សាយនិយាយដូច្នេះខ្លាក៏ដើរទៅដេកតាមបង្គាប់ពេលនោះពស់ក៏ចេញពីរឺនមកចឹកខ្លានោះស្លាប់ទៅសុភាទន្សាយឃើញខ្លាស្លាប់ហើយក៏ប្រាប់ទៅបុរសនោះវិញថាបងឯងកុំលាបថ្នាំឲ្យវារស់ទៀតណាប្រាប់ហើយសុភាទន្សាយក៏លាចៅសុកទៅលំនៅឋានវិញចាយើងឃើញថាពាក្យស្លោកនៅក្នុងរឿងនេះគឺធ្វើគុណបានទោសចានាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលសន្តាប់នៅរឿងនិទានរបស់នាងខ្ញុំបើសិនជាមានការខុសឆ្គងទៅលើពាក្យពេចន៍ឬអក្ខរាវិរុទ្ធត្រង់ណានោះសូមបងប្អូនទាំងអស់គ្នាមេត្តាខន្តីអភ័យទោសសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe និងរូបកណ្ដឹងដើម្បីទទួលបាននូវរឿងនិទានល្អៗជាច្រើនទៀតសូមអរគុណសូមជម្រាបលារឿងពពែចេះប្រែរូបមានរឿងនិទានដំណាលថាមានបុរសម្នាក់ចង់ចិញ្ចឹមសត្វពពែគាត់ក៏ទៅកន្លែងលក់សត្វគាត់បានជ្រើសរើសទិញពពែមួយក្បាលមានពពែលគួរឲ្យស្រឡាញ់បុរសពេញចិត្តនឹងពពែមួយក្បាលនេះខ្លាំងណាស់ពេលត្រឡប់មកផ្ទះវិញនៅតាមផ្លូវមានមនុស្សកំហួច3នាក់ឃើញបុរសបណ្ដើរពពែពួកគេមានចិត្តចង់បានពពែហើយបបួលគ្នារកវិធីយ៉ាងណាយកពពែនោះឲ្យបានដំបូងមនុស្សទី1ចង់ប្លន់យកពពែតែម្ដងតែមនុស្សទី2បាននិយាយខាត់ថាមិនទាន់ដល់ពេលប្រើវិធីនេះទេយើងគួររកល្បិចផ្សេងវិញមនុស្សទី3យល់ស្របក៏ឆ្លើយឡើងថាល្អណាស់ខ្ញុំនឹកឃើញល្បិចមួយហើយអោនត្រជាឲ្យចិត្តមកចាំខ្ញុំប្រាប់បន្ទាប់ពីគិតរួចពួកគេទាំង3ក៏បំបែកផ្លូវគ្នាមនុស្សទី1ដើរទៅជិតម្ចាស់ពពែរួចនិយាយថាឆ្កែនេះស្អាតណាស់ហើយឆ្លាតគួរឲ្យស្រឡាញ់ទៀតផងបងដឹកវាដើរលេងមែនទេម្ចាស់ពពែឆ្ងល់ណាស់ក៏សួរទៅវិញថាខ្ញុំនេះឬដឹកឆ្កែខ្ញុំដឹកពពែទេតើមនុស្សទី1ធ្វើមុខមើងម៉ាត់ហើយនិយាយបន្តថាខ្ញុំស្គាល់ច្បាស់ណាស់នេះជាសត្វឆ្កែមិនមែនពពែទេ
និយាយរួចមនុស្សទី1ក៏ដើរចេញទៅបាត់ម្ចាស់ពពែដឹកពពែដើរទៅមុខទៀតដោយមិនខ្វល់នឹងសម្ដីមនុស្សទី1ទេបន្ទាប់មកគាត់ក៏បានជួបនឹងមនុស្សទី2មនុស្សទី2ធ្វើជាសួរម្ចាស់ពពែរាក់ទាក់ថា លោកបងអើយដឹកសេះយកទៅណាសេះនេះឈឺមែនទេ ឮបែបនេះម្ចាស់ពពែឆ្ងល់ណាស់ហេតុអ្វីបានជាគេមើលពពែរបស់គាត់ម្ដងឃើញថាជាឆ្កែម្ដងឃើញជាសេះបែបនេះពេលដែលមនុស្សទី2ដើរចេញទៅបាត់មនុស្សទី3ក៏ចូលមកដល់ហើយសួរម្ចាស់ពពែថា លោកម្ចាស់លោកបណ្ដាសត្វលាទៅណាដែរ ឮដូច្នេះម្ចាស់ពពែភ្ញាក់ផ្អើលកាន់តែខ្លាំងរួចគាត់សួរមនុស្សទី3ថា អ្នកនិយាយឲ្យច្បាស់បន្តិចទៅមើលតើសត្វរបស់ខ្ញុំនេះជាសត្វអ្វីដែរ ម្ដងនេះមនុស្សទី3ចង្អុលទៅពពែរួចក៏និយាយសំឡេងមុតថា សត្វនេះគឺជាសត្វលា ម្ចាស់ពពែតក់ស្លុតណាស់គាត់សម្លឹងមើលពពែពីក្បាលដល់ចុងជើងរួចយកដៃញីភ្នែកបណ្ដើរហើយគិតថាពេលដែលគាត់ទិញគឺជាសត្វពពែប៉ុន្តែពេលដឹកពពែដើរតាមផ្លូវជួបមនុស្ស3នាក់និយាយខុសគ្នាទាំងអស់អ្នកទី1ថាជាសត្វឆ្កែអ្នកទី2ថាជាសត្វសេះរីឯអ្នកទី3ថាជាសត្វលាពិតជាចម្លែកខ្លាំងណាស់ពេលនោះគាត់ក៏លាន់មាត់ថា ឬមួយក៏សត្វពពែនេះចេះប្រែកាឡាខ្លួនបើពពែនេះចេះកាឡាខ្លួនមានតែវាជាបិសាច នឹកឃើញបែបនេះម្ចាស់ពពែញ័រខ្លួនចំប្រប់រហូតដល់របូតខ្សែដឹកពពែពីដៃនៅទីបំផុតម្ចាស់ពពែក៏រត់បាត់ជើងសព្រាតហើយដីទ្រលោមដោយសារតែការភ័យខ្លាចគាត់ទុកចោលពពែនៅទីនេះមនុស្សកំហូចទាំង3នាក់សើចយ៉ាងសប្បាយរួចនាំគ្នាអង្អែលក្បាលពពែហើយនិយាយថា ពពែសំឡាញ់ពេលនេះពួកយើងទាំង3នាក់ជាម្ចាស់ឯងហើយ និយាយហើយពួកគេក៏នាំគ្នាដឹកពពែយកទៅមុននឹងធ្វើអ្វីមួយយើងត្រូវមានការជឿជាក់លើខ្លួនឯងប្រសើរជាងជឿពាក្យអ្នកដទៃយើងត្រូវប្រុងប្រយ័ត្ននឹងសម្ដីមនុស្សបោកប្រាស់រឿងដើមផ្លូវនាងរឿងដំណាលនេះបានកន្លងទៅជាច្រើនសតវត្សមកហើយកាលនោះមានព្រះរាជាមួយអង្គមានមហេសីនិងស្រីស្នំច្រើននាក់ប៉ុន្តែព្រះអង្គសពព្រះតីនឹងនាងម្នាក់ឈ្មោះច័ន្ទជាងគេទ្រង់យកនាងធ្វើជាស្រីស្នំពៅគេនាងច័ន្ទមានរូបឆោមស្អាតជាងស្រីស្នំនិងមហេសីទាំងអស់តែនាងគ្មានព្រះរាជបុត្រទេព្រះរាជាតែងតែយាងទៅរកនាងច័ន្ទរាល់ថ្ងៃនាងមិនត្រឹមតែមានរូបស្អាតទេថែមទាំងពូកែបម្រើនិងពូកែធ្វើម្ហូបចំណីត្រូវចិត្តព្រះរាជាទៀតផងព្រះអង្គក៏លើកដំកើងនាងច័ន្ទធ្វើជាព្រះអគ្គមហេសីធំលើសគេឯងនាងច័ន្ទមានរូបរាងស្អាតសាច់សដូចសម្លៃមានក្រចកម្រាមដៃល្អលូតវែងគ្រប់ម្រាមទាំង10ដូចជាស្លាបព្រាពេលធ្វើម្ហូបអាហារឲ្យព្រះរាជានាងយកក្រចករបស់នាងដងទឹកឬដួសគ្រឿងផ្សំផ្សេងដាក់ក្នុងម្ហូបព្រោះការផ្សំគ្រឿងរបស់នាងចាំដៃថាត្រូវដាក់ស្ករប៉ុន្មានឬអំបិលប្រហុកប៉ុន្មានព្រះមហេសីដើមទាំងអស់ច្រណែនក្តៅក្រហាយនឹងនាងច័ន្ទដែលជាកូនរាជសុទ្ធសាធបែរជាបានព្រះស្វាមីលើកដំកើងជាអគ្គមហេសីធំលើសគេដូច្នេះមហេសីទាំងអស់នាំគ្នាជំនុំគ្នារកវិធីយ៉ាងណាធ្វើឲ្យស្វាមីដកចិត្តស្រឡាញ់ពីនាងច័ន្ទ
មហេសីទាំងអស់នាំគ្នាចូលគាល់ព្រះរាជាទូលការពិតដើម្បីចាប់កំហុសនាងច័ន្ទពួកនាងបានទូលព្រះអង្គថាព្រះស្វាមីខ្ញុំម្ចាស់ទាំងអស់គ្នាបានឃើញច្បាស់នឹងភ្នែកថានាងច័ន្ទនេះជាមនុស្សស្មោកគ្រោកណាស់ព្រះអង្គនាងហ៊ានប្រមាថព្រះអង្គពេលធ្វើម្ហូបនាងច័ន្ទយកក្រចកដៃទៅដួសគ្រឿងដាក់ក្នុងសម្លរួចហើយថ្វាយព្រះអង្គសោយធ្វើយ៉ាងនេះគឺប្រមាថមើលងាយព្រះស្វាមីខ្លាំងណាស់ក្រាបទូលបើព្រះអង្គមិនជឿទេឲ្យរាជបម្រើលបមើលពេលនាងច័ន្ទធ្វើម្ហូបចុះនឹងបានដឹងការពិតមិនខានក្រាបទូលព្រះរាជាឮហើយខឹងខ្លាំងណាស់ក៏ចាត់រាជបម្រើម្នាក់ពេលនាងច័ន្ទចូលធ្វើម្ហូបថ្វាយព្រះអង្គដោយសារតែការនិយាយថែមថយរបស់មហេសីទាំងអស់ព្រះអង្គអះអន់ក្នុងចិត្តមិនទៅរកនាងច័ន្ទញឹកញាប់ដូចពេលមុនទេថ្ងៃមួយពេលនាងច័ន្ទចូលធ្វើម្ហូបទុកថ្វាយព្រះរាជារាជបម្រើទៅចាំលបមើលមិនឲ្យនាងច័ន្ទដឹងខ្លួនទេនាងច័ន្ទធ្វើម្ហូបយកក្រចកដួសគ្រឿងដោយដែលនាងធ្លាប់ធ្វើរាជបម្រើឃើញច្បាស់ហើយក៏យករឿងនេះទៅទូលថ្វាយព្រះរាជាព្រះរាជាខឹងខ្លាំងណាស់បញ្ជាឲ្យនាយពេជ្ជឃាតយកនាងច័ន្ទទៅសម្លាប់នាងច័ន្ទដឹងថាព្រះស្វាមីខឹងនឹងអំពើរបស់នាងដូច្នេះនាងតក់ស្លុតខ្លាំងណាស់ក៏ភៀសខ្លួនរត់ចេញពីព្រះបរមរាជវាំងដើម្បីឲ្យរួចផុតពីសេចក្តីស្លាប់ឯពេជ្ជឃាតតាមទៅចាប់នាងច័ន្ទដល់ក្នុងដំណាក់តែរកនាងច័ន្ទមិនឃើញក៏ត្រឡប់ទៅទូលព្រះរាជាព្រះអង្គបញ្ជាឲ្យពលសេនាចេញតាមចាប់នាងច័ន្ទដើម្បីប្រហារជីវិតឲ្យបានព្រះអង្គចាត់ទុកថាអំពើរបស់នាងគឺជាការមើលងាយព្រះអង្គដែលមិនអាចលើកលែងទោសបានឡើយនាងច័ន្ទខំរត់គេចពួនគ្រប់ទីកន្លែងដើម្បីរស់ជីវិតចំណែកពួកពលសេនាក៏នៅតែតាមរកនាងមិនព្រមឈប់ហេតុតែបាបកម្មរបស់នាងច័ន្ទពីជាតិមុនពួកពលសេនាក៏តាមនាងតាន់ក្នុងព្រៃមួយចាប់ខ្លួននាងបានហើយក៏ចង់បណ្ដើរនាំយកទៅកន្លែងសម្លាប់នាងច័ន្ទអស់សង្ឃឹមនឹងបានរស់តទៅទៀតនាងដើរដូចមនុស្សគ្មានព្រលឹងក្នុងខ្លួនតូចចិត្តនឹងវាសនារបស់ខ្លួនពុំគួរមកមានទុក្ខទោសយ៉ាងនេះពលសេនានាំនាងច័ន្ទទៅដល់កន្លែងពិឃាតហើយក៏ទុកពេលឲ្យនាងភាវនាធម៌សម្រាប់ជីវិតចុងក្រោយរបស់នាងពេលវេលាដែលកន្លងផុតទៅធ្វើឲ្យនាងច័ន្ទសោកស្ដាយណាស់ព្រោះខំផ្គាប់ចិត្តស្វាមីបែរជាទទួលទុក្ខទោសទៅវិញនាងច័ន្ទមុននឹងស្លាប់នឹកឃើញដល់វាសនាអភ័ព្វរបស់ខ្លួនដែលបានធ្វើដល់អគ្គមហេសីហើយកម្មអកុសលអ្វីបណ្ដាលឲ្យព្រះរាជាយកទោសដល់ជីវិតទៅវិញនាងក៏តាំងសច្ចាចំពោះទេវតាស្ថិតនៅដើមឈើព្រៃព្រឹក្សាលតាវរសូមឲ្យធ្វើជាសាក្សីថាអោជីវិតសង្ខាររបស់ខ្ញុំពេលនេះមច្ចរាជគឺសេចក្តីស្លាប់មកតាមតាន់ហើយផ្ដាច់យកស្នេហាខ្ញុំនឹងព្រះអង្គឲ្យរលាយសូន្យទៅខ្ញុំសូមសច្ចាផ្សងថាអាការៈទាំង32របស់ខ្ញុំឲ្យបានទៅជាឈ្មោះរុក្ខាលតាវរទាំងនេះហើយឲ្យព្រះអង្គបានជួបនឹងឈ្មោះដែលជានាមនៅជាប់នឹងឈើទាំងនេះកុំបីរំលងឡើយសច្ចាបួងសួងរួចពេជ្ជឃាតក៏ប្រហារជីវិតនាងទៅចំណែកនាមរបស់នាងក៏បានទៅជាប់នឹងដើមក្រស្នាទៅជាដើមច័ន្ទក្រស្នាឯអាការៈដតីទៀតក៏ជាប់ឈ្មោះនឹងរុក្ខជាតិផ្សេងដូចជាសក់បានទៅជាប់ឈ្មោះនៅនឹងផ្លែពោតហៅថាសក់ពោតរោមបានទៅជាប់នឹងម្អមសាច់របស់នាងជាប់នឹងដើមចាឯសាច់ផ្លូវដែលសត្រលុកត្រលុននោះបានទៅជាដើមឈើមួយបែប
ដែលមានដើមតូចល្មមគេហៅថាផ្លូវនាងរហូតដល់សព្វថ្ងៃនេះរឿងសត្វឥន្ទ្រីរបស់ព្រះឥសូរមានរឿងមួយដំណាលថាព្រះឥសូរមានសត្វឥន្ទ្រីមួយជាទីគាប់ព្រះតីសត្វឥន្ទ្រីនោះកាលបើចង់បានអ្វីឬក៏ចង់ស៊ីសាច់សត្វណាក្តីវាទូលព្រះឥសូរថាយល់សុបិនត្រូវស៊ីសត្វនោះឯព្រះឥសូរក៏ចេះតែជឿតាមឲ្យគេទៅនាំយកសត្វដែលឥន្ទ្រីយល់សុបិនឃើញនោះមកឲ្យសត្វឥន្ទ្រីស៊ីរហូតថ្ងៃមួយសត្វឥន្ទ្រីចង់ស៊ីសាច់ដំរីក៏ឡើងទៅទូលព្រះឥសូរថាខ្លួនសុបិនត្រូវស៊ីសាច់ដំរីសព្រះឥសូរក៏ឲ្យអាមាត្យទៅប្រាប់ដំរីសម្ដាយនឹងកូនឲ្យងូតទឹកស្អាតចូលខ្លួនមកឲ្យឥន្ទ្រីស៊ីព្រោះសត្វឥន្ទ្រីយល់សុបិនត្រូវត្រង់ស៊ីសាច់ដំរីហើយដំរីពីរនាក់ម្ដាយនឹងកូនដឹងថាពេលវេលាស្លាប់របស់ខ្លួនមកដល់ហើយក៏នាំគ្នាចុះលាងខ្លួនបណ្ដើរយំសោកបណ្ដើរតូចចិត្តចំពោះព្រះឥសូរដែលទ្រង់ជឿតាមសត្វឥន្ទ្រីគ្រប់បែបយ៉ាងធ្វើឲ្យសត្វជាច្រើនត្រូវស្លាប់ជាបន្តបន្ទាប់ពេលនោះដំរីសបានជួបនឹងទីតុយមួយទុំនៅលើដើមឈើក្បែរមាត់ទឹកសត្វទីតុយនេះជាសត្វឆ្លាតវៃពេលសាកសួរដឹងដំណើររឿងរបស់ដំរីសហើយក៏ធានាខ្លួនជួយយកអាសាចំណែកដំរីសត្រេកអរណាស់សន្យាថានឹងធ្វើជាអ្នកបម្រើរបស់ទីតុយបើខ្លួនបានរួចរស់ជីវិតមែនទីតុយក៏យល់ព្រមហើយធ្វើដំណើរជាមួយដំរីសចូលគាល់ព្រះឥសូរដំរីសម្ដាយនឹងកូននាំទីតុយចូលទៅដំណាក់ព្រះឥសូរដែលជាស្ដេចលើសត្វផងទាំងឡាយទីតុយរិះគិតរកមធ្យោបាយរួចជាស្រេចសម្រាប់ដោះស្រាយជាមួយព្រះឥសូរធ្វើយ៉ាងណាឲ្យបានល្អកុំឲ្យមានការអាក់អន់ព្រះតីទីតុយថ្វាយបង្គំព្រះឥសូររួចហើយទូលសួរព្រះអង្គថាហេតុអ្វីបានជាព្រះអង្គឲ្យដំរីដែលជាអ្នកបម្រើរបស់ព្រះអង្គចូលមកឲ្យសត្វឥន្ទ្រីស៊ីដូច្នេះមកពីសត្វឥន្ទ្រីរបស់យើងយល់សុបិនចង់ស៊ីសាច់ដំរីសហើយសុបិនរបស់ឥន្ទ្រីគឺយកជាការពិតប្រាកដណាស់ទីតុយស្ដាប់បន្ទូលរបស់ព្រះឥសូររួចហើយក៏ប្រើល្បិចធ្វើជាអត់ងងុយសុំព្រះឥសូរដេកមួយភ្លែតចាំនាំដំរីសទៅឲ្យឥន្ទ្រីធ្វើជាចំណីទីតុយធ្វើជាសំងំដេកមួយស្របក់ពេលភ្ញាក់ឡើងក៏ទូលថ្វាយព្រះឥសូរថាពេលទូលព្រះបង្គំលងលក់ទៅយល់សុបិនឃើញច្បាស់ណាស់ដូចជាការពិតតែម្ដងក្នុងសុបិននោះឃើញថាព្រះអង្គប្រទានព្រះនាងឧបមាភោគវតីជាមហេសីព្រះអង្គឲ្យមកទូលព្រះបង្គំធ្វើជាព្រះរាជទានសុបិនរបស់ទូលព្រះបង្គំយកជាការពិតបានមិនខុសពីសុបិនរបស់សត្វឥន្ទ្រីព្រះអង្គឡើយសូមព្រះអង្គប្រទានព្រះនាងមកទូលព្រះបង្គំតាមក្នុងសុបិននេះផងព្រះឥសូររកពាក្យអ្វីមកដោះស្រាយជាមួយទីតុយមិនបានបើព្រះអង្គជឿសុបិនរបស់ឥន្ទ្រីត្រូវតែជឿសុបិនរបស់ទីតុយដូចគ្នាទើបសមនឹងការគោរពរបស់សត្វទាំងអស់ចំពោះព្រះអង្គព្រះឥសូរព្រមឲ្យទីតុយនាំដំរីសម្ដាយនឹងកូនត្រឡប់ទៅវិញដើម្បីកុំឲ្យទីតុយទាមទារព្រះអង្គប្រទានព្រះមហេសីដល់ទីតុយតាមសុបិនព្រះអង្គក៏ប្រាប់ទីតុយវិញថាសុបិនទាំងអស់នេះត្រូវចាត់ទុកជាអសាបងដោយសារការសេពគប់ជាមួយអ្នកពូកែឆ្លាតវៃទើបដំរីសម្ដាយនឹងកូនបានរួចរស់មានជីវិតការសេពគប់នេះជារឿងសំខាន់ណាស់ដោយពាក្យចាស់លោកពោលថាមិត្តល្អជួយគ្នាក្នុងគ្រាមានអាសន្នដំរីសនឹងទីតុយត្រឡប់មកវិញដោយសុខសាន្តហើយទីតុយមិនបានទុកដំរីជាអ្នកបម្រើទេសត្វទាំងពីររាប់អានគ្នាជាមិត្តរៀងរហូតទៅ
ចាយើងឃើញថាព្រះឥសូរទ្រង់តល់គំនិតជាមួយទីតុយព្រោះទីតុយប្រើល្បិចធ្វើជាសុបិនឃើញព្រះអង្គប្រទានព្រះអគ្គមហេសីដល់ទីតុយចាទីបំផុតព្រះអង្គក៏ឲ្យទីតុយនាំដំរីសពីរនាក់ម្ដាយកូនត្រឡប់ទៅវិញចាហើយយើងឃើញថាក្នុងរឿងនេះមានការអប់រំដល់យើងគ្រប់គ្នាក្នុងការសេពគប់មិត្តភ័ក្តិចាមិត្តល្អចេះជួយគ្នាក្នុងគ្រាមានអាសន្នចានាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលស្ដាប់នៅរឿងនិទានរបស់នាងខ្ញុំបើមានខុសឆ្គងឬលើសលួសពាក្យពេចន៍អក្ខរាវិរុទ្ធត្រង់ចំណុចណានោះសូមបងប្អូនទាំងអស់គ្នាមេត្តាខន្តីអភ័យទោសសូមបងប្អូនទាំងអស់គ្នាជួយចុចពាក្យ Subscribe និងរូបកណ្ដឹងដើម្បីទទួលបាននូវរឿងនិទានល្អៗជាច្រើនទៀតសូមអរគុណសូមគោរពលា